នឹកស្មានមិនត្រូវចិនពើដូចលៀងបាទសូមជំរាបសួរលោកពូអ្នកមីលោកតាលោកយាយនិងបងប្អូនអ្នកស្ដាប់អ្នកទស្សនាទាំងក្នុងនិងក្រៅប្រទេសទាំងអស់ជាទីរាប់អានបាទនៅពេលនេះខ្ញុំបាទស៊ីនដាដាបានវិលមកវិញជួបបងប្អូនលោកពូអ្នកមីសារជាថ្មីទៀតហើយក្នុងឱកាសនេះផងដែរខ្ញុំបាទសូមនាំយកនៅខ្សែអត្ថល្ខោននិយាយដ៏សែនពីរោះជាប់ចិត្តមួយរឿងទៀតមកបង្ហាញជូនទៀតហើយជឿជាថាបងប្អូនលោកពូអ្នកមីនិងលោកតាលោកយាយទាំងអស់ពិសេសអ្នកចូលចិត្តល្ខោននិយាយនៅពេលដែលស្ដាប់ទៅប្រកាសជាជក់ចិត្តគ្រប់គ្នាជាមិនខានអញ្ចឹងចង់ដឹងថាតើខ្សែអត្ថល្ខោននិយាយមួយរឿងនេះមានចំណងជើងអ្វីបញ្ចូលសម្លេងនិងសម្ដែងដោយក្រុមសិល្បករសិល្បករនីវិទ្យុជាតិមានឈ្មោះអ្វីខ្លះហើយតើសម្ដែងជក់ចិត្តធ្វើឲ្យយើងស្ដាប់ទៅស្រមើស្រមៃដូចរឿងពិតដែរឬទេអញ្ចឹងសូមស្ដាប់ទាំងអស់គ្នាដោយយកចិត្តទុកដាក់ដូចតទៅបាននាងយកកែមកុលាបក្រហមឲ្យបុកមុនបៃរំដួលដោយនាងកាំងមួយទៅណាហើយតាអូលោកប៉ាអូនតាឡាកំពុងធ្វើការនៅក្នុងសួនច្បារនេះលោកប៉ាឯងងអង្គុយចិត្តប៉ាមើលប៉ាចង់និយាយការជាមួយឯងបន្តិចបាទរឿងអីប៉ាថ្ងៃនេះកូនសង្ឃឹមថាបានទទួលរង្វាន់ពិសេសពីប៉ាមិនខានឡើយព្រោះកូនបានប្រឡងជាប់ហើយមែនទេប៉ាហើយចង់បានទុករង្វាន់មិនអញ្ចឹងបាទប៉ាព្រាអសូនរង្វាន់ដែលប៉ាបានសន្យាថាទិញកូនឡានដៃហាត់ជឿនឹងប៉ាហ្នឹងឥឡូវម្ចាស់ឡានដល់ប្រុងលក់នោះគាត់យ៉ាងម៉េចប៉ាចង់ឡានខ្លះទៀតយ៉ាងម៉េចប៉ាបែកក្បាលហើយរយៈវាយមកទឹកណាឡានបុករួយដូចដឹកđưaគួរឲ្យព្រឺស្ងាត់ណាហើយសំណាងល្អមិនស្លាប់ណាប៉ាមិនចង់និយាយទេរឿងហ្នឹងរឿងហ្នឹងយ៉ាងម៉េចប៉ាគេបុកគាត់ទេប៉ាគាត់បុកគេអត់សំណោះអូបើកឡានបុកគេអត់អសូរគឺបើកឡានបុកឡានរៀមសេដែលគេចតនៅស្ងៀមតែម្ដងអូរួចមិនអញ្ចឹងប៉ារឿងហ្នឹងវាអញ្ចឹងបងគាត់និយាយប្រាប់ប៉ាឯពេទ្យថាពេលថ្ងៃត្រង់ក្មេងៗជារៀនម៉ាស៊ីនហ្នឹងគាត់បើកឡានខ្វល់មើលស្រីហើយតាមផ្លូវជំរាបបន្តិចផងគាត់យកឡានពួយបញ្ចេញរឹកឆ្ងាញ់បែបកាច់ចង្កត់មិនទាន់លេងតិចជួលថើបនឹងគូតរៀមសេតែម្ដងទៅអូតែតំណាងល្អដែរប៉ាមិនស្លាប់ប៉ុន្តែថាជាគាត់ថាក់ទៀតហ្នឹងប៉ាគ្មានផឹកគ្មានស្អីទេតែមនុស្សអញ្ចឹងឡានក៏ខ្ទេចប៉ាយកពីណាប៉ាថាទិញឡាននេះឲ្យកូនឯងព្រោះម្ចាស់ឡាននេះនៅជំពាក់លុយប៉ាខ្លះយើងអាចកាត់កងគ្នាតែឥឡូវខ្ញុំកុំទៅអីអាកូនប្រុសកុំទៅប៉ាមិនចង់ហាមឯងទេតែប៉ាចាស់បងស្រីឯងពេញក្រមុំមិនតរៀបការហើយទេប៉ាមិនមែនកូនចូលចង់ទៅបរទេសទេប៉ាអូរឿងក្មួយសង្វាតនោះហ៎បរសង្វាតក៏ប្រឡងជាប់ដែរថ្ងៃមុនលោកប៉ាគាត់ថាចង់ឲ្យបោះសម្បត្តិកាន់កាប់កិច្ចការក្រុមហ៊ុននឹងចុះឥឡូវប៉ាតែព្រោះចិត្តកំណត់អស់ទៅវិញអញ្ចឹងប៉ាមានប្រែកំណត់ឯណាគឺប៉ាចង់ឲ្យក្មួយសម្បត្តិនៅកាន់កាប់ការយ៉ាងណាក៏ដែរតែមានកូនឯងជាចាំងបានទទួលខុសត្រូវសូមលោកប៉ាជួយណែនាំកូនផងហើយរឿងនេះគូប៉ាប្រាប់បងសម្បត្តិឲ្យបានដឹងខ្លួនផងក្មួយសម្បត្តិច្បាស់ជាពេញចិត្តនឹងកំណត់ល្អរបស់ប៉ាជាមិនខានបាទអូនកលាប់យុមិញបងគិញចូលសពឃើញអូនឯងណាអូនក៏យកសពឃើញបងសម្បត្តិឯងដែរអូនយកសពឃើញបងមែនណាហ្នឹងបាច់កុហកទេណាខ្ញុំក៏យកសពឃើញបងឆ្លងជាប់ហើយឃើញបងទាំងការកលាប់មកបាច់យកមកឲ្យខ្ញុំទៀតណាបាទ
រឿងបងប្រឡងជាប់ច្បាស់ជាសារៈប្រាប់អូនឯងមែនទេហ្នឹងអត់ទេទីលោកប៉ាប្រាប់ហើយរឿងបងសារៈខ្ញុំដូចជាមិនសូវត្រូវរឿងគ្នាទេណែសារៈបងប្រុសអូនឯងឥឡូវនេះគេមានរឹកពីនឹងកិរិយាចាស់ទុំច្រើនណាតែមិនស្មើបងទេកុំនិយាយអញ្ចឹងបងសម្រាប់ខ្ញុំតែសើត្រូវតែទទួលទៅណែខ្ញុំប្រាប់បងថាបងសារៈឥឡូវណាកាច់រឿងសម្បើមហើយតាំងពីលោកប៉ាថាឲ្យកាន់ការក្រុមហ៊ុនជំនួសគាត់តែខ្ញុំភ្លេចមិនបងថាយកសពឃើញខ្ញុំនោះឃើញយ៉ាងម៉េចល្អក៏អាក្រក់ណាល្អដូចផ្កាកុលាបកុលាបសក្រពុំដែលបងកាត់ដាក់ក្នុងថូនោះណាខ្ញុំនិយាយទេមិនល្អអីអញ្ចឹងបងយកសពឃើញអូនណែបើបងនិយាយទៅអូនឯងកុំខឹងណាខឹងអីពីណាពីណីមកខ្ញុំដែរខឹងបងម៉ាត់ដងហើយថាមើលអត់ទេតែរឿងនេះបងនិយាយទៅខ្លាចអូនក្រែងព្រោះជារឿងប្លែកហើយជារឿងអាចឲ្យអូនខឹងផងណាប្លែកខ្ញុំចង់ដឹងរឿងប្លែកហ្នឹងណាខ្ញុំចង់ស្ដាប់បងនិយាយទោះជារឿងប្រឌិតហើយរឿងហ្នឹងផលក្នុងការយល់សពណែពីរឿងខ្ញុំក៏ដោយមិនមែនរឿងផលទេគឺពិតជាបងយល់សពច្បាស់ណាស់ខ្ញុំបងនិយាយមកខ្ញុំចង់ស្ដាប់ប៉ុន្តែកុំខឹងណាបងយល់សពឃើញគេមកដណ្ដឹងអូនហើយគេនោះស្អាតណាស់តើអូនយល់ព្រមបងឯងបងស្វាតឯងយល់សពអក្រក់ណារួចមកទៀតទៅរួចអូនកលាប់ឯងរត់មកសួរបងហើយបងញញឹមស្ងួតដោយខ្សឹបប្រាប់អូនថាព្រមទៅតែយ៉ាងម៉េចស្រាប់តែអូនកលាប់ឯងតបគក់បងសឹងចេញក្អួនហើយស្ទើរនឹងបែកដើមទ្រូងដល់វាបងខ្លាំងពេកទៅបងក៏ភ្ញាក់កញ្ញាទៅខ្លួនតែម្ដងទៅណាតាមពិតគួរតែតបបងឯងឲ្យបែកដើមទ្រូងអត់សមតាមនឹងការកុហកបែបលខោនប្រឌិតរបស់បងឯងហ្នឹងណាអញ្ចឹងបានជាបងថាមិនចង់និយាយប្រាប់ខ្លួនឯងខាងហ្នឹងណាទៅក៏បងប្រាប់ក៏អូនដឹងរួចទៅហើយព្រោះព្រឹកមិញណាពេលអូនបេះការដាក់ថោក្នុងបន្ទប់បងខ្ញុំបានមើលទៅភៅកំណត់ប្រចាំថ្ងៃបងណាហើយនៅក្នុងសភៅនោះមានកំណត់គម្រោងការទីកុហកវែងជាងនឹងទៅទៀតណាមែនទេអូនកលាមិនក៏អូនហ៊ានអូនមើលគ្រីទីអស់ហើយទេមិនមានរឿងអីកំ ប្លែងហ្នឹងកូនចាលោកប៉ាបងសម្រាប់ថាខ្ញុំថាអូនកលាប់ប៉ិនដាច់ការរៀបរយតាំងដាក់ក្នុងថោក្នុងបន្ទប់ខ្ញុំណាណាកលាប់កូនចាតែរៀបចំបាច់ទៅចំណែកប៉ានៅកង្វាត់មានការពិគ្រោះគ្នាបន្តិចណាចាលោកប៉ាបងសម្រាប់តែបងឯងកុំនិយាយដល់ខ្ញុំផងលោកប៉ាណាតូននេះកាត់ត្រង់ម្ដាយវាបាច់បិទទៅមកដល់បាច់មកអ្នករំលោភម្ដាយសម្បត្តិឯងមានសារដំណឹងអីមកទេខែនេះបាទថ្មីនេះគាត់ប្រាប់ខ្ញុំថាស្រែនៅសេរីសុភ័ណ្ឌ50រៃត្រូវស្កប់បានតែ50រៃទេឯ100រៃនៅភូមិនិមិត្តកោបធំគាត់លក់ទៅហើយតាមច្បល់អ៊ំណាថាឲ្យរំដួលលក់ស្រែនោះទៅរួចឲ្យមកនៅភ្នំពេញនេះវិញបាទអ្នកម្ដាយគាត់បដូរផ្ដាច់ដីធ្លីគាត់ណាព្រោះជាគេរបស់លោកឪពុកហើយចំណែកខ្ញុំក៏ចំណែកក្មួយឯងអ៊ំបានគិតស្រេចហើយអ៊ំគិតថាក្រោយពេលឯងប្រឡងជាប់អ៊ំមិនកន្លែងបំរុងឲ្យក្មួយឯងកាន់កាប់ជាស្រេចឯអាសារៈកូនអ៊ំវាសប្បាយចិត្តណាស់នៅពេលដឹងរឿងនេះជាពិសេសកលាបគេក៏ពេញចិត្តនឹងកំណត់អ៊ំដែរណាតែចំណែកខ្ញុំបាទវិញគ្មានវិចារនឹងខ្លាញ់បានស្មើនឹងឧបការគុណដ៏ខ្ពង់ខ្ពស់របស់លោកអ៊ំទេតែពេលនេះតែកលាបគេថាដល់ឆ្នាំក្រោយទឹកបានគេប្រងរៀបការមិនទេលោកអ៊ំមិនមែនគឺជារឿងមិនចង់រៀបការឆ្នាំនេះបើយល់ថារៀបការឆ្នាំនេះក៏វាមិនយ៉ាងដែរព្រោះមិត្តភក្តិរបស់អ៊ំណាគេថាមើលចិត្តថ្លាគ្នាយូរពេកនៅតែពួកកំឡោះស្ទៀវខ្លះវាមើលងាយទេសុំទោសខ្ញុំសូមកាត់ប្រសាលោកអ៊ំបន្តិចណារឿងស្អីបើកន្លងបដិសេធរឿងហ្នឹងគឺចប់ដល់មិនបាច់ថ្លៃណាព្រោះមុននឹងអ៊ំសម្រេចការនេះអ៊ំបានសាកសួរចិត្តខ្លាំងវារួចទៅហើយបើវាក្រឡាជំទាស់ប្រែចិត្តគំនិតទៅវិញគឺច្បាស់ជារឿងហ្នឹងវែងឆ្ងាយទៅទៀតមកទល់ថ្ងៃនេះក្មួយជំពាក់គុណលោកអ៊ំច្រើនណាស់ក្មួយនៅផ្ញើខ្លួនទីនេះ4ឆ្នាំគត់4ឆ្នាំនេះក្មួយបានទទួលការប្រាប់ប្រណីគ្រប់បែបយ៉ាងរហូតក្មួយបានប្រឡងជាប់
ការនេះមានស្រ័យសម្រាប់រូបសម្បត្តិឯងមិនថាអញ្ចឹងខ្ញុំសប្បាយចិត្តទុកជាមុននៅពេលរៀបការសម្បត្តិឯងនឹងកុលាបអ៊ំនឹងរៀបអាពាហ៍ពិពាហ៍នេះឲ្យសមជាគ្រួសារមួយដែលមានកូនប្រសាប្រកបដោយធម៌តែកុលាបក៏បានយកព្រមតាមអ៊ំគិតទាំងអស់យកម្សិលអ៊ំសួរវាព្រមហើយម៉ាស៊ីនអាចឈើនៅគីឡូលេខ6អ៊ំចង់ដៃឲ្យណាអ្នកម្ដាយអ្នកបាត់ដំបងមិនដឹងជាគាត់ត្រេកអរយ៉ាងណាទេតែរឿងនេះគឺថាក្មួយចង់ជម្រាបថាកាលណាក្មួយប្រឡងជប់ហើយក្មួយមានបំណងទៅនៅស្រុកវិញយ៉ាងម៉េចសម្រាប់ឯងចង់ទៅស្រុកវិញបាទលោកអ៊ំឯងកំ pl លេងណាមិនមែនជារឿងកំ pl ទេលោកអ៊ំគឺជារឿងពិតកំណត់ឯងនៅក្តីសង្ឃឹមអ៊ំរលាយអស់ហើយអស់ចាមែនផ្លែកមែនអ៊ំគិតអ្វីមិនអាចខុសទេសូម្បីតែកិច្ចការក្នុងចំនួនមិនអាចច្រឡំដែរតែឥឡូវអ៊ំមើលចិត្តសង្វាត់ឯងមិនធ្លុះសោះបំណងនឹងក្តីសង្ឃឹមរបស់អ៊ំក្តីអាសារៈក្តីពិសេសកូនឡាបកូនស្រីអ៊ំវាមានការខកចិត្តយ៉ាងណាទៅអ្នកម្ដាយគាត់ចាប់បន្តិចទៅហើយគាត់ចង់ឲ្យខ្ញុំរស់ជាមួយដីជាជាតិស្រែកេអកលោកឪពុករឿងនេះសូមលោកអ៊ំជាទីគោរពមេត្តាដល់ខ្ញុំបាទផងសង្វាត់ឯងថ្ងៃនេះមិនសូវចូលខ្លួនទេដឹងថ្ងៃនេះឯងនិយាយខុសច្រើនណាស់ការដែលក្មួយនិយាយខុសយ៉ាងនេះធ្វើឲ្យអ៊ំចាំបារម្ភខ្លាំងណាស់ដែរណាល្ងាចនេះសង្វាត់ឯងសាររើចិត្តគំនិតគិតជាថ្មីពិចារណាម្ដងទៀតទៅមើលអ៊ំមិនអាចធ្វើឲ្យក្មួយខ្នក់ចិត្តម្ដងណាទេបងសម្បត្តិការកលាប់សដែលបងកាច់ដាក់ក្នុងថោលើទូសំអាងនេះសពូនញោមអស់ទៅហើយអ្វីនៅក្នុងបរិវេណផ្ទះនេះក៏សពូនក្រៀមក្រំសពូនដូចជាផ្កានេះដែរអូនកុលាបអូនជាផ្កាកុលាបជាផ្កាកុលាបសដែលបងប្រសិទ្ធនាមគឺជាកុលាបសដែលបងស្រឡាញ់និងគោរពបងប្រុសអូនលោកអ៊ំជាអ្នកមានគុណនឹងបងធ្ងន់ឥតប្រៀបតែធ្វើមិនដេចអ្នកម្ដាយបងនៅតែម្នាក់ឯងជាពិសេសគាត់កាន់តែចាស់ទៀតផងចិត្តមនុស្សលោកតែកណាចង់ធ្វើអីមួយហើយត្រូវតែសម្រេចបំណងរបស់ខ្លួនខ្ញុំមិនហ៊ានខាត់បងទេសូម្បីលោកប៉ាខាត់បងក៏បងបដិសេធចុះទម្រាំរបស់ខ្ញុំបងចូលចិត្តចូលថ្លើមអូនច្រើនបងទៅនេះមិនមែនមានន័យថាបែកគ្នារហូតឯណាមួយរដូវប៉ុណ្ណោះបងមកលេងគ្រួសារអូនហើយអូនក៏មានលទ្ធភាពនឹងទៅលេងបងសារៈក៏អញ្ចឹងដែរហើយពេលនោះអូនអាចមើលទេសភាពទិដ្ឋភាពប្លែកវាលស្រែចំការទឹកស្ទឹងជាដើមហើយអារម្មណ៍អូនក៏បានប្លែកខ្លះផងដែរសួនច្បារផ្កាកុលាបដែលបងដាំនោះខ្លាំងជាងស្លឹកខ្លះទាំងនោះហើយតែជាគ្មានផ្កាទៀតទេរដូវក្រោយនេះបងខំសម្រាប់ទឹកដាក់ជីដែរហេតុអីបានទៅជួស្លឹកអញ្ចឹងព្រោះកម្ដៅព្រះអាទិត្យក្ដៅពេកវាក៏រញ៉ាំសពូនយ៉ាងហ្នឹងវាជារឿងមិនទៅបងសម្រាប់បងអត់មានជំនឿលើគ្រួសារខ្ញុំហើយខ្ញុំមិនដឹងជាត្រូវឆ្លើយនឹងសំណួរសារៈឯងយ៉ាងម៉េចទេហ្នឹងណាហើយកុំខកគាត់ព្រោះគាត់ចាត់រឹងណាចាត់រឹងជាងដៃខែទៅទៀតបងសម្រាប់គួរតែរីបន្តិចទៅណាខ្ញុំនិយាយនេះព្រោះខ្ញុំស្រឡាញ់បងសម្រាប់ដូចជាបងខ្ញុំបង្កើតយ៉ាងណាកុំឲ្យខ្ញុំមានវិបដិសារីទៅថ្ងៃក្រោយណាការស្ដាយបងមានរួចជាស្រេចទៅហើយនៅពេលនេះមានសល់តែការសុំអភ័យទោសពីសារៈឯងពីអូនកុលាបជាពិសេសពីលោកអ៊ំតែប៉ុណ្ណោះទេគាត់ជិះមកអ៊ំមិនដឹងថាក្មួយសម្បត្តិចង់ទៅធ្វើជាកសិករអស់ចាស់សោះទៅតែពេលនេះអ៊ំខ្ញាល់ព្រឹកហើយកុលាបសារៈធ្វើមិនដាច់បើផ្ទះយើងគ្រួសារយើងមិនអាចបើក្មួយសម្បត្តិនោះបានតែបើសេរីភាពឲ្យគេទៅចោះ
អ្នកមិនដែររឿងហ្នឹងគឺអញ្ចឹងគ្រូសាអ៊ំសរិទ្ធប្អូនសារៈព្រមទាំងអូនកូឡាបគេមិនដឹងជាណែកោតួខ្ញុំយ៉ាងណាទេសង្វាតយល់យ៉ាងណារឿងហ្នឹងតែយ៉ាងណាក៏ដោយសូមខ្លួនឯងហ្នឹងកុំឲ្យលោកសរិទ្ធហ្នឹងថាម៉ៃហ្នឹងជាមនុស្សរមើគុណណាម៉ែនៅថ្ងៃដែលកូនសំពះលាគាត់គ្រូសាទាំងអស់មានទឹកមុខបីដូចជាសង្ហាចិត្តចំពោះខ្ញុំយ៉ាងច្រើនតែកូនគិតថាករណីយកិច្ចអ្វីមួយដែលត្រូវលះបង់ហើយកូនត្រូវតែធ្វើឲ្យបានសម្រេចទោះករណីយកិច្ចនោះរារាំងប្រកបដោយឧបសគ្គយ៉ាងណាក៏ដោយតែកូនកុំភ្លេចគុណគេណារឿងនេះកូនបានគិតរួចទៅហើយរឿងនេះសោតក៏ព្រោះតែកូនចង់នៅចិត្តម៉ែដែរឥឡូវកូនក៏បានមកនៅក្បែរម៉ែហើយរឿងនេះគួរតែម៉ែសប្បាយចិត្តឡើងម៉ែតែម៉ែចេះតែគិតវែងឆ្ងាយសូម្បីតែអ្នកចិត្តខាងអ្នកចំបៃម្ដាយមីនាងកឡាមដែលកូនឯងតែងហៅថាកលាប់ក្រហមនោះគេក៏បានមកជួយគិតម៉ែដែរហើយមីនាងកលាប់ក្រហមកូនឯងហ្នឹងទើបតែរាល់ថ្ងៃតែបាននិយាយនឹងម៉ែថាគេកូនឯងហ្នឹងដកដៃមិនរួចព្រោះម៉ែអើយបើខំគិតជ្រៅទៅបញ្ហាក៏ចេះតែចោលចំណោទចេះតែចំពាក់វគ្គវិនហើយរឿងកូនបានស្រ័យរួចទៅហើយសេចក្តីព្យាយាមរបស់កូនជឿថាកូននឹងបានជោគជ័យជាមិនខានណ៎មីនាងកឡាកូនឯងមកហើយជំរាបសួរមីងជំរាបលាបងសវណ្ណចាលើកដៃថ្វាយព្រះមីនាងទៅមកពីស្រែចាណាមីងជីបងសវណ្ណមិនទៅនៅទីក្រុងភ្លេចកលាប់ស្រុកស្រែហើយហើយតែគេអ្នកក្រុងខំជំរាបបលឹកធ្វើបង្ងើយទេកលាប់អូនកលាប់អូនថាអញ្ចឹងក៏បានដែរតែបងមិនទាន់ចង់ឆ្លើយព្រោះបងមានរបស់ផ្ញើអូនហើយបងចង់ទៅយករបស់នោះមកឲ្យអូនទើបបងឆ្លើយជាក្រោយណាបងសវណ្ណឯងខ្ញុំនិយាយមិនឈ្នះទេបែកគ្នាតែ4ឆ្នាំវារឹកចាស់ទុំដោយមនុស្សមានប្រពន្ធអញ្ចឹងឯ4ឆ្នាំនេះអូនឯងក៏អញ្ចឹងដែរកុំមកស្ដោបងមើលចង់តែមិនស្គាល់កលាប់ស្រុកយើងអាចមិនចាញ់កលាប់ភ្នំពេញទេណែអូនកលាប់អូនចង់ដឹងទេរបស់ដែលបងទិញផ្ញើអូនមួយកញ្ចប់នេះបងជឿថាអូនកលាប់ឯងប្រកាសជាពេញចិត្តមិនខានទេកុំស្មានចិត្តមនុស្ស 100% ត្រូវឲ្យសោះបងសវណ្ណក្រៅពីខ្ញុំបងអាចគេត្រូវតែខ្ញុំបងឯងចម្លែកមីនាងសម្បត្តិកូនឯងមិនងាយទីត្រូវដូចកាលពី4ឆ្នាំមុនទេព្រោះមីនាងគេណែកាយចិត្តគំនិតច្រើនហើយណាម៉ែជឿខ្ញុំចោះអូនកលាប់ខ្ញុំស្គាល់ចំណុចខ្សោយមួយអីចំណុចខ្សោយអូខ្ញុំលែងញ៉ាំស្ករកស៊ូដូចមុនទៀតហើយមិនមែនរឿងញ៉ាំស្ករកស៊ូដូចមុននោះទេគឺជាអីកំណត់ឲ្យពណ៌ស្វាយអូនចូលចិត្តទេឬទៅកាយបងកពណ៌លឿងឆាតណាស់កាលមុនបងទិញផ្ញើអូនពាក់ទៅវត្តគេសើចំអកឲ្យអូនថាស្អីដូចអង្គឌៀថានាងសម្រាប់ពាក់អាវស្វាយបងកលឿងដោយអ្នកតាចិនហើយគេថាស្អីទៀតច្រើនអូនឯងយល់ខុសទៀតមិនមែនអញ្ចឹងទេបើអញ្ចឹងមានតែសភ័យរូបភាពសភ័យចម្រៀងសភ័យសិក្សាអូនឈប់ច្រៀងដែរហើយឈប់រៀនទៀតផងណានឹងហើយមីនាងគេឈប់រៀនហើយសប្តាហ៍ថ្ងៃគេជាអ្នកស្រែគំរូទៀតផងណាកូនណាហើយជជែកគ្នាលេងទៅណាម៉ែទៅបងឲ្យក្រោយបន្តិចរកបែបតគួនណាកូនបងស្វាតម៉េចរៀបការជាមួយការកលាប់សភ្នំពេញតាកុំនិយាយតែផ្ដាស់ឈួតទៅរៀបការស្អីណែបងមានទិញអានេះផ្ញើអូនឯងពេញចិត្តទេហ្នឹងបើមិនពេញចិត្តកុំខឹងនឹងបងណាស្អីហ្នឹងអីក៏ខ្ចប់ច្រើនជាន់មែនណាកូនឡាត់យោទឹកអប់កណាត់វិស្អីនេះអីក៏ខ្ចប់ច្រើនជាន់មែនបងអានឹងចាប់ស្ងាត់យកទៅបើកក្នុងបន្ទប់ផ្ទះអូនទៅកុំបាក់ទីនេះក្រែងអូនឯងខ្មាស់បងណាហើយបងក៏អ៊ីននឹងអូនឯងដែរខ្មាស់ស្អីខ្ញុំដឹងចិត្តបងឯងហើយច្បាស់ជាអាចទៅនត់ហ្នឹងបងឯងចេះទិញមើលតែស្រីចាំមើលណាដល់មានប្រពន្ធដឹងជាប្រពន្ធបងឯងស្រឡាញ់យ៉ាងណាទេបើស្រឡាញ់ស្មើតែអូនកលាប់ឯងបងពេញចិត្តណាស់ទៅហើយអូនឯងស្រឡាញ់គេងប់ហើយកុំឈួតកុំនឹកនានឹងរឿងស្នេហាណាអូនស្រីបងសារ៉ា
បងឯងយល់ច្រឡំហើយអូនឯងនឹងឲ្យតែយកច្រឡំកុំច្រឡំថាបងសង្វាតគេនឹកនាគ្រួសារយើងទៀតណារឿងបងសង្វាតខ្ញុំអត់អត់អីអត់នឹកអត់ស្រឡាញ់អូអត់តែមកទេតែចិត្តកំណត់រលងខួរទៅហើយពាក្យសាមញ្ញថាស្នេហារលងខួរមិនអញ្ចឹងហ៎បងសារៈបងឯងកម្ររឿងខ្ញុំពេកនេះប្រយ័ត្នខ្ញុំជម្រាបលោកប៉ាណាលោកប៉ាអូលោកប៉ាគាត់ប្រាប់ថាឲ្យបងមើលអូនឲ្យបានមែនទេណាព្រោះអូនឯងកំមុំស្ដោកទៅហើយបើបដ ாய் ខ្លួនណែឲ្យភ្លើនទៅតាមខ្យល់មិនបានទេកំណាស់សាពេកនោះបងសារៈបងមិនចង់ដេញទាន់ជន់កាយទេណាអូនអីដេញទាន់ជន់កាយស្អីរឿងអូនឯងនឹងរឿងបងសមាតនោះអីតាំងរំលឹករឿងនឹងទៀតឡើយព្រោះតែរឿងហ្នឹងហើយបានជាបងថាអូនឯងទឹកមុខមិនសូវរីករាយសោះរាល់ថ្ងៃហ្នឹងណាបងសារៈឲ្យលបងខ្លះផងនិយាយប៉ុណ្ណឹងគឺល្មមហើយណែបើឲ្យបងនិយាយខ្លាំងតិចទៀតណាយកផោះតាំងទៅជូនលោកប៉ាឥឡូវហ្នឹងអូដល់លោកប៉ាមកអីរួចពីស្អីទៀតហើយហ្នឹងមានតែពីណាបងប្អូនម៉ងដូចរលកយីឈ្មោះតោះតែនេះស្ទើររាល់ថ្ងៃសារៈកូនឯងកាន់ចិត្តឲ្យធ្ងន់បន្តិចណាយើងចូលទៅចាំបន្តិចហើយយើងជាអ្នកធ្វើការកុំលែងលោះដោយអ្នករៀនមិនកើតទេរឿងហ្នឹងគឺអញ្ចេះប៉ារឿងហ្នឹងគាត់ថាបាយថ្ងៃហ្នឹងមិនឆ្ងាញ់ទេប៉ាអីថ្ងៃនេះលោកកូនបាយទាំងម្ដងស្រាប់តែត្អូនថាបាយមិនឆ្ងាញ់អាកូនប្រុសពុកល្មងកែវិយិតរឿងបាយផ្សារខ្លះទៅហើយមិនមែនរឿងបាយទឹកទេប៉ាខ្ញុំចង់និយាយពីរឿងបងសង្វាតទេតាបាននិយាយពីរឿងសង្វាតក្មួយសង្វាតក៏គេក្រំបាយជាងឯងថ្មីបើដំកតេរបស់គេនៅកំណត់ប៉ាពីឆ្វេងពីគ្នាតែក្មួយសង្វាតណាគេចេះគេសំចៃគេជាអ្នកតស៊ូមិនអញ្ចឹងហើយរឿងអូនកលាបនោះវិញគេហើយខ្ញុំចង់និយាយថាដូចលោកប៉ាដែរបងចាញ់អូនឯងហើយទឹកអប់ដែលអូនឯងផ្ញើឲ្យបងទិញនោះចាំអាចខែចានទៅអញ្ចឹងប៉ាវិលក្បោងអស់ហើយណែត្រាបន្តិចទៀតចូលទៅក្នុងបន្ទប់ប៉ាណាបាទប៉ាអូនកលាបឯងនេះណាអូនកលាបឯងកូនតែបងដល់បន្តិចទេណាម្លេះបងប្រាប់លោកប៉ាទៅហើយខ្ញុំដឹងថាបងឯងមិនហ៊ានប្រាប់ទេព្រោះបងមិនអាចធ្វើបាបប្អូនស្រីបងតែមួយទេមែនទេមានតែប្អូនទេដែលហ៊ានសម្លាប់បងមិនអញ្ចឹងហ៎សម្លាប់ក៏មិនស្លាប់ដែរមនុស្សដូចបងខលហើយមានល្បិចមានស្នៀតគ្រប់បែបយ៉ាងនោះកលិចកលាត់បាក់ដៃជាខ្នងដៃម្ដងសម្ដងខ្មៅក៏ហោះឲ្យវីថាទិញទឹកអប់ផ្ញើខ្ញុំឥឡូវនិយាយថាដាច់ខែចាមណាអូនស្រីអើយបងខឹងចេះតែថាទៅណាតាមពិតបងទិញមកហើយណាហើយបងដាក់ទុកលើតុអូនសម្អាងខ្លួនរួចទៅហើយណាអរគុណបងសារៈបងមានតែបងស្វាតទេអញណែចូលរឿងចាក់ទៀតហើយយ៉ាងណែខ្ញុំអត់នឹកគាត់ទេតែមនុស្សយើងនឹងធ្លាប់នៅផ្ទះជាមួយគ្នាយ៉ាងណាតែកាលណាពេលបែកគ្នាហើយណាវាដូចជាហេងហាងដែរទោះជាយ៉ាងណាក៏គាត់គុំមានអនុស្សាវរីយ៍ខ្លះចំពោះយើងដែរបងចំពោះបងក៏នឹកគាត់ដែរណាតែធ្វើមិនហ៎បើវាមានរឿងត្រូវតែប្រត់គ្នាទៅហើយស្រាកូនបាទហើយត្រូវចេះមាននយោបាយបាទកុំតល់ច្រកផ្លូវនេះទៅមិនកើតគេត្រូវទៅផ្លូវនោះបាទជំនួយរកស៊ីឯងមិនត្រូវមានគំនិតគឺឲ្យសោះបាទណែលោកប៉ាខ្ញុំមិនសូវប្រកបដោយលោកប៉ាទេមុនដំបូងឯងមានគំនិតសាញ់បាទបើឯងស្គាល់នៅអ្វីថាការពិតហើយឯងត្រូវខំដោះស្រាយរួចឯងត្រូវយកវិសុបបាយឬរកកលឹះឲ្យឃើញណាកាលណាធ្វើការមួយកើតហើយការមួយទៀតប្រកាសជាកើតខាតនឹងចំណេញវាជាការធម្មតាទេណែប្រហែលខែនេះខ្ញុំធ្វើការមិនបានចម្រើនសោះលោកប៉ាណែបើប្រៀបធៀបទៅលោកប៉ាមានការពិសោធន៍ច្រើនប៉ាមុនដំបូងសាញ់ជាងឯងទៅទៀតកំសាកជាងឯងទៅទៀតតែក្រោយមកសេចក្តីសម្ព្យាយាមតស៊ូបានសម្រេចទុកគេហាងជាមួយកូនឯងនោះណារកស៊ីបាច់ចេះតែរៀបរែកខ្លាចច្បាស់ជាងហើយទោះតែប៉ាស្គាល់គេច្រើនមែនទេលោកប៉ាបន្តិចទៀតឯងនឹងមានគេស្គាល់ច្រើនជាងប៉ាទៅទៀតនិយាយអញ្ចឹងសារឯងមិនបានទទួលដំណឹងអីខ្លះទេណែនិយាយអញ្ចឹងលោកប៉ាណែពីសប្តាហ៍មុនខ្ញុំបានទទួលស្បត់មួយច្បាប់ណានិយាយខ្លះទៅពីស្មាណែសវ៉ាថានឹកលោកប៉ាណានឹកខ្ញុំនិងនឹកអូនណែកលាលោកប៉ាគេធ្វើខ្លះទៅឥឡូវណែអូស្បត់នោះវិញណាប៉ាគេថាគេណែខ្មៅបន្តិចហើយតែមានសាច់ដុំជីកដូងធ្វើស្រែណែធ្វើចំការដោយដៃគេស្រូវគេបានល្អជាងឆ្នាំមុនមានចំការលហុងខ្នោល្មុតក្រូចហើយព្រមទាំងមានចិញ្ចឹមមាន់ទីជ្រូកខ្លះទៀតផងណាលោកតា
ហើយសវ៉ានឹងគេថាមានចង់មកក្នុងពេញវិញទេនៅទីបញ្ចប់បទគេនោះគេថារដូវច្រូតកាត់ហើយគេនឹងហែកមកលេងយើងលោកតាក្មួយសវ៉ាជាមនុស្សកន់បាយជាសារឯងទៀតគេចេះតស៊ូនឹងកិច្ចការទោះកិច្ចការនោះលំបាកបែបនេះក៏ដោយឯងមិនព្រមយើងរាប់តាមសម្បត្តិសោះប៉ុន្តែលោកតាណែខ្ញុំចង់ទៅបាត់ដំបងលេងគាត់ម្ដងលោកតាលោកតាអនុញ្ញាតទេមើលតើតែឯងកុំភ្លេចថាឯងមានកិច្ចការនៅក្នុងពេញធ្វើណាហើយបើចង់ទៅធ្វើយ៉ាងណាកុំឲ្យពោះហេតុថាយើងទៅអង្វរគេណាមិនអញ្ចឹងទេលោកតាខ្ញុំគ្រាន់តែចង់ឃើញថាតើគាត់ជាកសិករមែនឬក៏ខ្លាយតែប៉ុណ្ណោះទេលោកតាណាការរៀនសាកលវិទ្យាល័យមិត្តភក្តិបងចំអកឲ្យបងថាគំនិតបងចង់ធ្វើស្រែគឺជាការពូតកុហកថាជាកសិករខ្លាយតែបងជាអ្នកស្រែមានចំណុចស៊ុបក្នុងស្មារតីយ៉ាងមុតមមថាកសិករបងគឺជាកសិករមែនខ្ញុំជឿខ្លះដែរតែខ្ញុំខ្លាចក្រែងបងធ្វើការក្នុងតែមួយចំណងមួយសបាយឬក៏តែចិត្តទៅវិញសម្រាប់បងអូនកលាប់និយាយយ៉ាងនេះខុសហើយណែក្រែងអូនដឹងដែរថាបងលះបងគ្រប់យ៉ាងដើម្បីអ្វីទេហ្នឹងបងចង់បានឲ្យគេហៅថាកសិករគំរូឲ្យល្បីឈ្មោះឲ្យគេកោតមែនទេអូនមើលស្រូវបងទុំពេញស្រែក្រូចផ្លែពេញចំការយើងអាចរកបានយ៉ាងស្រួលចំពោះអារឿងឲ្យគេកោតគេសរសើរស្រេចតែគេវិនិច្ឆ័យខ្លួនគេទៅចុះតែកុំភ្លេចថាមានគេចង់ចំអកយើងច្រើនដែរណាចង់អ្នកណាហើយឬយំបងអត់ទៅជឿក្បាលដូចមុខអីទេខំរកទីចិញ្ចឹមកាពះដោយសុចរិតទៀងត្រង់វាសុខសប្បាយណាស់មិនអញ្ចឹងជប់មិញម៉ែក៏ប្រាប់ខ្ញុំថាបងសប្បាយចង់សង់កូនផ្ទះមួយនៅក្បែរផ្ទះខ្ញុំមែនទេត្រូវហើយអូនកលាប់ឯងយល់យ៉ាងណាដែរក្នុងរឿងហ្នឹងខ្ញុំសប្បាយចិត្តណាស់បើបាននៅចិត្តគ្នាតែខ្ញុំចង់សួរបងថាបងនៅកលាប់ភ្នំពេញទេកលាប់នៅភ្នំពេញគឺកលាប់សឯអូនគឺជាកុលាប់នៅបាត់ណែដំបងពណ៌ក្រហមអាយុអូនសកលគ្នាហើយឈ្មោះក៏ដូចគ្នាមិនអញ្ចឹងណាតែចិត្តបងនឹកដែរតែអូនណោះកូនបងអាចវាអាចហើយណែបងទៅណែនាងនិយាយពេញតឲ្យខ្ញុំទៅហ្នឹងណាទេខ្ញុំនិយាយតាមត្រង់តើអ្នកនាងខ្ញុំអ្នកចំការមិនចូលចិត្តនិយាយវាយវល់ដូចដល់កណ្ដៀលហើយខ្ញុំឲ្យលោកម្នាក់តែខ្ញុំនិយាយជំរាបលោកនោះមានកម្មម៉ាស៊ីនថតរូបផងក៏មានមួយដែរណែខ្ញុំសូមថតរូបនាងមួយទុកជាអនុស្សាវរីយ៍បាទលោកចង់ថតរូបខ្ញុំធ្វើអីទេលោកច្បាស់ជាថតរូបខ្ញុំទៅផ្សាយពាណិជ្ជកម្មខ្ញុំជាកសិករកប៉ៃកប៉ុកមិនចង់ផ្សាយចំការទៅសក់នាងខ្ញុំទេមែនទេមិនដូចនាងស្មានទេខ្ញុំចង់ថតរូបនាងព្រមទាំងទេសភាពនៅក្នុងចំការនេះយកទៅពង្រីកតាំងនៅក្នុងការិយាល័យរបស់ខ្ញុំណាហើយចេះរូបភាពប្រកបដីសិនបរទេសល្អកកុំមានរូបភាពប្លែកមិនក៏លោកមិនយកទៅតាំងទេខ្ញុំខ្លាយពីគេនាងខ្លាយខ្ញុំមានចំណុចមួយគឺចង់បានទេសភាពស្រុកស្រែជាពិសេសទេសភាពស្រុកខ្មែរយើងនេះខ្ញុំចូលចិត្តថតរូបទេសភាពក្រមុំជនបទថតរូបចំការក្រូចចំការពោតចំការអំពៅស្រូវស្រែបងថតខ្ញុំតែនិយាយបែបលោកចឹងដែរនាងគ្មានបងបង្កើតទេចាត្រូវហើយតែបងថតខ្ញុំក៏ដូចជាបងប្រុសបង្កើតរបស់ខ្ញុំអញ្ចឹងដែរគាត់ជាមនុស្សស្លូតតែមានពេលខ្លះក៏កាចដែរគាត់ធ្លាប់វាធ្វើបាបនាងទេចាទេទៅវិញទេគាត់ស្រឡាញ់ខ្ញុំណាថ្ងៃមុនគាត់បានឲ្យមេរៀនពួកកំឡោះទីក្រុងពី3នាក់រត់អន្ទាប់ដីទេព្រោះតែមកចាយចង់ខ្ញុំដែលអត់អៀនខ្មាំងណាចាំចំណែកខ្ញុំនៅទីក្រុងតែខ្ញុំអត់មានអត់ដែរចាទេខ្ញុំអត់ថាលោកទេអត់ទៅនាងបងធននាងជាអ្នករៀនសូត្រចេះដឹងទេឬក៏ឆ្អិនក្បាលទីក្បាលឆ្អិនកតុយទីកតុយដែរគាត់ស្គាល់ខុសស្គាល់ត្រូវណារឿងនេះបើលោកត្រៀមថាជាលោកមិនជឿផងគាត់នៅរៀនបានជ្រៅជ្រះដែរគាត់ប្រឡំជាប់សញ្ញាបត្រផ្នែកកសិកម្មពីដើមនៅទីក្រុងដែរក្រោយពីប្រឡំជាប់មានគំនិតផ្សេងពីអ្នកផងទាំងពួងស្រាប់តែមកធ្វើស្រែទៅវិញគួរឲ្យចម្លែកណាស់ណាកម្រមានមនុស្សបែបបងធននាងណាស្ទើរតែរាល់ថ្ងៃជួបគ្នានៅស្រែគាត់តែងបញ្យល់ណែនាំខ្ញុំឲ្យស្គាល់ពីរបៀបធ្វើស្រែចម្ការចិញ្ចឹមមាន់ទាជ្រូកគោតាមបច្ចេកទេសថ្មីនោះស្រែរបស់គាត់លោកឃើញស្រាប់ហើយខ្ញុំតែមានជំនឿថាសេចក្តីព្យាយាមនឹងបានសម្រេចលទ្ធផលល្អសំខាន់ទេ
អាណិតគាត់ដែរឥឡូវនេះគាត់សម្បល់ខ្មៅបន្តិចគឺតែខំធ្វើស្រែហាថ្ងៃក្តៅឯនាងបើសិនជានៅក្នុងមលុបច្បាស់ជាសល់ជ្រះជាងនៅចំការមែនទេបងថាខ្ញុំខ្មៅស្រស់មានសាច់មានឈាមថាជាអ្នកមានសុខភាពល្អចំណែកខ្ញុំក៏លួចថានាងស្រស់ដែរហើយជានារីម្នាក់មានសម្រស់គួរអស្ចារ្យចិត្តណាស់បងថាខ្ញុំក៏ដែរខ្ញុំថាព្រាននារីពូកែប្រាប់ពាក្យព្រោះណាហើយចេះលេបខែសម្ដីគួរឲ្យទុនចិត្តតែនាងខ្ញុំដូចជាមិនទាន់ប្រុសណានិយាយឲ្យខ្ញុំភ្លេចស្មារតីបានប្រុសនាងកុំស្មានម៉ែកុំច្រឡំខ្ញុំតែខ្ញុំចូលចិត្តអ្នកណានិយាយត្រង់ខ្ញុំជម្រាបនាងតាមត្រង់ចុះថាខ្ញុំជាអ្នកទីក្រុងនិងជាអ្នកធ្វើជំនួយនាងខ្ញុំអត់បានចូលពីវិជ្ជាជីវៈលោកទេហើយនាងខ្ញុំក៏មិនសូវចង់ដឹងពីរឿងចំនួនជួញដូរអីដែរព្រោះអ្នកមានច្រើនតែខ្ញុំបើខ្ញុំនិយាយប្រាប់នាងក៏នាងមិនជឿដែរខ្ញុំសូមនាងអភ័យទោសចុះចំពោះសម្ដីនិងអាកប្បកិរិយារបស់ខ្ញុំដែលបាននិយាយទៅរកចំពោះនាងមិញហ្នឹងណាលោកជាមនុស្សម្នាក់ណែដែលគួរឲ្យខ្ញុំចូលចិត្តនិយាយលេងខ្លះដែរសូមប្រាប់បងធននាងផងថាខ្ញុំគ្មានបានធ្វើអ្វីអាក្រក់ចំពោះនាងទេហើយខ្ញុំសូមជូនណែនាមបានមួយទុកជូនបងធននាងគ្រាន់រាប់អានគ្នាទៅថ្ងៃក្រោយណែខ្ញុំសូមលាសិនហើយណាសូមអភ័យទោសណាចាលោកខាងខ្ញុំបាទទេអត់ទេទៅវិញខ្ញុំពេញចិត្តនឹងនាងណែសូមនាងកុំភ្លេចណាយកនាមបាននេះទៅជូនបងនាងផងណាខ្ញុំលាសិនហើយណែថ្ងៃកាន់តែទៀតជ្រេណាស់ទៅហើយចាប្រញាប់យប់នេះខែភ្លឺជាងធម្មតាគ្មានវិសូរសម្លេងអីក្រៅពីសម្លេងឆ្កែលូឯឆ្ងាយស្លឹកដូងបត់ទៅគិតគ្នាផ្សេងនេះឆ្លាស់ឡនណាក្លិនផ្កាកុលាបក៏អបឈួរត្រជាក់ស្រាប់ដល់ត្រង់ថ្លៃបាត់បានស្ដាយស្រឡាញ់ខ្ញុំនិយាយត្រង់មកខ្ញុំឈ្មោះកុលាបនេះតែកុលាបដែលខ្ញុំឃើញក្រអូបខុសនិស័យដោយផ្កាកុលាបដែលបងសម័យនោះទេបងចង់និយាយពីក្លិនក្រអូបនៃផ្កាកុលាបដែលអូនបាននៅទីរៀនហានោះទេបងប្របាទមានអារម្មណ៍ខ្លាចណាស់ជប់នេះបងចង់ទៅភ្នំពេញក្នុងពេញម៉ែអូនប្រឡាក់ឯងមិនបានស្គាល់បរិបម្នាក់ដែលឲ្យនេះមកបាក់ញ៉ាំមកបងទេម្នាក់នោះត្រូវជាកូនលោកសារ៉ាគេឈ្មោះសារ៉ាណាហើយចាំមកបានជាលោកសារ៉ាមកដល់ទីនេះហើយមិនក៏មិនចាំជួបបងប្របាទឯងគាត់អីគេនឹងអីក៏ឆ្មាំណានេះហើយដែលគេហៅថារឹកពីអ្នកមានណាកុំស្គាល់ទៅគេអញ្ចឹងតាមបងដឹងគេធ្វើយ៉ាងនេះព្រោះមានរឿងខ្លះដែលតាក់ទងរឿងគ្រួសារបងនិងគ្រួសាររបស់គេឬមានជំពាក់វាបិណ្ឌគ្នារកដោះស្រាយមិនចឹងទេជំពាក់រឿងស្នេហាមែនទេអញ្ចឹងបានជាបងសបាត់ឯងប្រហែលថ្ងៃនេះចាប់តាំងពីទទួលសបាត់មកមានទឹកមុខសពន់ជាប់អូនយល់ច្រឡំហើយមិនមែនរឿងស្នេហាទេនៅនឹកឥឡូវទីក្រុងដោយអូនថាមែនអ្នកកសិករខ្លាំងខ្លាចដោយរូបបងចង់តែមួយចំណងមួយសបាយរួចចង់អង្គុយធ្វើថៃអូនអាចយល់ខុសហើយអូននិយាយខុសរហូតពីបាត់បញ្យល់ឲ្យអូនបានយល់ទៀតណាបងជាមនុស្សប្រកបដោយអត់កំបាំងគួរឲ្យខ្លះហើយម៉ែអូនជឿច្រើនជាងអូនគ្រាន់តែជាឡប់ឡាយសម្រាប់ឲ្យបងធ្វើអូនចុកឈាមថ្ងៃណាមួយខាងផ្កាកុលាបមានក្លិនក្រអូបហើយក្រអូបអប់ជាប់យំពុំនិយាយរសាយក្លិនទេឯកុលាបតាមនៅភ្នំពេញរបស់បងឯងក្រអូបជាងកុលាបក្រហមខ្ញុំបាត់ខ្លួនទៅទៀតរឿងផ្កាកុលាបសកុលាបក្រហមនេះបងនឹងបង្ហាញការពិតមួយដែលមានតកតងក្នុងត្រង់ប្រមាថបងគឺនៅពេលបងត្រឡប់មកពីភ្នំពេញវិញបងកំពុងតែរៀនខុសពុតក៏ហាក់ដាក់កុលាបស្រស់ស្រាយហើយក្រៅពីបងមានតែព្រះជាម្ចាស់ដែលអូនធ្លាប់កាត់ផ្កាទៅបូជាទេដែលដឹងថាបងមានចិត្តត្រង់បែបណានោះអូនជឿថាបងមិនធ្វើឲ្យអូនខាតទឹកភ្នែកដោយទឹកស្ទឹងសង្កែខោត្រង់ឡើយត្រូវណាទឹកសង្កែក្រុងពលឺខែភ្លឺថ្លាជាសញ្ញានៃពាក្យសច្ចៈរបស់បងឯងមិនគួរសួរប៉ាអញ្ចឹងសោះសិនគឺតច្រករឿងកំពេចកំប៉ុកក៏សួរបានមិនកើតទេបើធ្វើក្រុមហ៊ុនឈប់រកស៊ីចប់តែកន្លះឆ្នាំនេះមានខាតឯណាប៉ាគ្រាន់តែអីទៀតហើយគ្រាន់តែមិនបានច្រើនអ្វីគ្រាន់តែមិនបានច្រើនគឺមានន័យថាតិចរួចស្រេចទៅហើយអ្វីគ្រាន់បើ
แต่รู้คล้วนគឺមិនន័យថាខាតរួចហើយដែរកុំរក់បាទផ្លែកណាថ្ងៃនេះហើយថ្ងៃស្អែកខានឯកខែក្រោយឆ្នាំក្រោយវត្តតែផ្លែកទៅទៀតប៉ាមិនចេះមើលឃើញតែត្រឹមចុងច្រមុះបែបសារៈឯងទេបាទបើកឡានផ្នែកត្រូវតែមើលហើយណាស់ឲ្យបាន30ទៅ50ម៉ែត្រទៅមុខដែរទើបអាចជិះរៀងគ្រោះថ្នាក់បានអាកូនប្រុសកូនគ្មានសមត្ថភាពនឹងគ្រប់គ្រងហាងជំនួយប៉ាទេមិនមែនហាងរបស់អញទេគឺជាហាងឯងណាកុំប៉ាត្រូវតែគ្រប់គ្រងឲ្យបានកុំឃើញមេឃងងឹតបន្តិចបន្តួចស្រែកដងក្តោងលោតហែទឹកមិនអត់ទេវ៉ៃបើធ្វើអ្វីក៏ខុសចិត្តប៉ាអីក៏ខុសខ្ញុំតស៊ូមិនថាប៉ាវាមិនត្រូវល្អខ្លះដែរតែទម្លាប់ប៉ាមិនចង់សរសើរការល្អរបស់ឯងប៉ារិះគន់តែការខុសបើប៉ាសរសើរប៉ាជឿថាសរសើរកម្មមុខនោះនឹងខ្លាចទៅជាការខ្ជិលការភ្លឺភ្លឺរបស់កូនឯងផ្ទុយទៅវិញមិនយល់ទេស្មាននេះហើយកូនឯងល្មមបើកភ្នែកមើលជុំវិញខ្លួនឲ្យភ្លឺច្បាស់ផងកុំឲ្យមិត្តចាក់ប៉ាគេចំអកគេថាអសរៈកូនស្រិតជាក្មេងស្ទក់ក៏មិនឡើយនោះឬក៏ថាសារៈជាមនុស្សអន់គ្មានសមត្ថភាពកំសាកនឹងកិច្ចការឯងប្រាប់ប៉ាបានទេថាសង្វាតនៅបាត់ដំបងគេខ្លាចជាមនុស្សបែបណាហើយឬក៏គេមានសមត្ថភាពអន់ថយជាងនៅផ្ទះយើងឬមួយក៏ជាមនុស្សប៉ាឡាយអត់ការធ្វើលោកប៉ាបងសង្វាតខ្លាចច្រើនណាស់ពេលនេះមិនកាយខុសខើស្គមឈឺតច្រត់ឬក៏ធ្វើស្រែបានផលទេទុយពីប្រសាលោកប៉ាទាំងអស់វាយ៉ាងមិនទៅវិញណែជាមនុស្សម្នាក់មានប្រជាប្រិយភាពណាស់លោកប៉ាឯងនិយាយមើលបងសង្វាតខ្លាចពីដើមច្រើនណាស់នៅពេលខ្ញុំទៅដល់ភូមិនោះគ្រាន់តែសួររកឈ្មោះបងសង្វាតអ្នកណាមួយក៏គេទៅដើមប្រាប់ខ្ញុំដែរប៉ាហាក់បីដូចជាបងសង្វាតជាមនុស្សសំខាន់ណាស់នៅពេលដែលខ្ញុំទៅខ្ញុំឃើញផ្ទះគាត់ខ្ញុំអត់ហ៊ានចូលទេខ្ញុំគ្រាន់តែសួរអ្នកជិតខាងថាចំការបងសង្វាតនៅកន្លែងណាឬខ្ញុំក៏ទៅមើលដីខ្សែនោះតែម្ដងទៅលោកប៉ាវាយ៉ាងមិនទៅបានផលទេឬក៏មិនខ្មេះទេពិបាកជំរាបណាស់ប៉ាបើប៉ាបានឃើញផ្ទាល់នៅភ្នែកប៉ាច្បាស់ជាមានការស្រងាក់ចិត្តមិនខានទេវាយ៉ាងមិនទេបើមិនបានផលទេប៉ាអាណិតដល់វាស្នាក្ររបស់គេណាស់តែលទ្ធផលបានល្អ 100% នោះលោកប៉ាណែលោកប៉ានាងម្នាក់ដែលមានចំការក្រូចនៅជាប់នោះបានប្រាប់ខ្ញុំថាបងសង្វាតណែឧស្សាហ៍ណាមានមិត្តភក្តិគាត់ឆ្លាញ់រាប់អានគ្រប់គ្នាគេបានឲ្យគាត់ណែឈ្មោះមួយហៅថាយុវកសិករគំរូត្រូវឲ្យខ្លាយគួរជាទីពេញចិត្តចំការក្រូចក៏ដែរប៉ាហើយនាងស្រីម្នាក់ដែលខ្ញុំសួរនាងនៅក្នុងចំការផ្ទាក់ក្បែរនោះថាបងសង្វាតទៅជាបងធររបស់នាងថាផ្ទះនាងនៅក្បែរផ្ទះបងសង្វាតដែរណាលោកប៉ាចុះឯងដឹងថាក្មួយសង្វាតមានតាក់ទងខាងផ្លូវស្នេហាជាមួយនាងនោះទេខ្ញុំមិនដឹងដែរលោកប៉ាតែខ្ញុំគ្រាន់តែដឹងថានាងនឹងបងសង្វាតជាបងធរប្អូនធរតែប៉ុណ្ណោះទេលោកប៉ាឬបងធរនិងប្អូនធរហ្នឹងក៏វាអាចជាសង្សារគ្នាឬក៏ថ្ងៃក្រោយអាចព្រៀបប្រពន្ធគ្នាផងបាទតើរឿងនឹងហើយបានជាបងមិនហ៊ានអះអាងទេព្រោះវាជារឿងដែលនៅក្នុងចិត្តគេណាអូនគឺអញ្ចឹងហើយចិត្តមនុស្សពិបាកស្មានណាស់ជួនកាលមើលទៅឃើញត្រូវអាចប្រែជាខុសជួនកាលមើលទៅឃើញខុសថាតែត្រូវវិញក៏មានដែរប៉ាកុំជឿចិត្តមនុស្សអីសោះមកពីប៉ាមានជំនឿបែបហ្នឹងហើយបានជាសាច់រឿងវាទៅជាអញ្ចឹង4ឆ្នាំមុនបងសង្វាតគាត់ល្អនឹងគ្រួសារយើងណាចុះឥឡូវបងសង្វាតគាត់មានជាសត្រូវនឹងយើងឯណាតែបងសារៈក៏ល្មមយើងទៅជំរឿចិត្តគាត់ខ្លះដែរព្រោះតែយល់នឹងហើយបានជាបងថាអញ្ចឹងមែនទេលោកប៉ាមិនដឹងដែរតែនៅមានពេលវែងឆ្ងាយណាស់ដើម្បីមើលកិរិយាមារយាទរបស់សង្វាតណាខ្ញុំស្គាល់ចិត្តបងសង្វាតបើពូកែកាលគេនៅជាមួយយើងមិនក៏បង្ខំគេឲ្យនៅផ្ទះជាមួយយើងទៅបានតែខាងណែខ្ញុំស្គាល់ថាគាត់ជាមនុស្សចិត្តដៃតែចង់ធ្វើអីហើយទោះបីមានឧបសគ្គយ៉ាងណាក៏គាត់ធ្វើដែរមិនរបស់សារៈឯងទេកាលណាលោកប៉ាថាឯងតែទួយហ្នឹងមិនអាចចង់តែឈប់មិនចេះខ្វះបងសង្វាតទេខ្ញុំខ្វះណាទេបងសង្វាតនៅបាត់ដំបងនោះទៅខ្វះអីគាត់ហើយបងសង្វាតនៅខ្ញុំជាខុសគ្នាគាត់មានបញ្ញាជាងបងឯបងណែឯសារៈឯងណាកាយមិនឡើងមិនអញ្ចឹងតែតកោសរិនទៅបើចេះខ្មាស់រៀនត្រូវខំកាយគំនិតណាកុំឲ្យខ្មាស់គេទៀតណាបាទបងសង្វាតគាត់ស្រឡាញ់នារីណាម្នាក់នៅស្រុកជាមួយគាត់ទេបានខ្ញុំបានលើកស្ដាប់លើបងសារៈថាគាត់មានប្អូនខុសស្រីខ្ញុំនិយាយយ៉ាងនេះថាខ្ញុំលើកស្រឡាញ់គាត់ក៏បាន
ថាអត់កន្លែងគាត់ក៏បានតែមួយរដូវនេះខ្ញុំនឹកគាត់ខ្លាំងពីធម្មតាមានគេមកស្នើចិត្តខ្ញុំច្រើនណាស់តែខ្ញុំបដិសេធខ្ញុំដូចជាមិនចូលចិត្តខ្ញុំរត់ទៅព្រួយមានពេលខ្លះខ្ញុំចង់ទៅលេងគាត់តែមានចិត្តមួយអៀនខ្មាស់ថាស្រីមិនត្រូវធ្វើអីឲ្យហួសហេតុពេកទេខ្លាចគាត់ចំអកថាខ្ញុំជាស្រីស្អីស្អីតើហេតុអីក៏អញ្ចឹងខ្ញុំឈ្មោះទេបាននេះហើយរឿងដែលគេហៅថាស្នេហានោះខ្ញុំខំកាត់ចិត្តថាលេងនឹងគាត់ដែរតែកាលណាខ្ញុំលេងនឹងគឺពេលនោះហើយដែលខ្ញុំរត់ទៅនឹងគាត់ធ្វើឡើងទៀតមិនគង់ចឹងទីបើឲ្យខ្ញុំឡាប់សតិទេដឹងទេបើខ្ញុំឡាប់សតិមែនមិនក៏ខ្ញុំនឹងនិយាយសួរខ្លួនឯងបានបដាខ្ញុំដាក់ឈ្មោះថាខ្ញុំជាកូឡាបរួចបងសង្វាបន្ថែមថាខ្ញុំកូឡាបសតែខ្ញុំគ្មានក្លិនក្អកដោយផ្កាកូឡាបដែលដុះក្នុងសួននៅមុខផ្ទះខ្ញុំទេឬមួយក៏កូឡាបសខ្ញុំនេះមានបណ្ដាជ្រុងច្រាំងទេអូនកលាយកថ្ងៃនេះមិនក៏អូនមិនតន់ចូលគេនៅធ្វើអីទៀតយប់នេះងឹតណាស់គ្មានតែចានឬក៏ចំណូលអីគួរឲ្យអូនមកបដែតអារម្មណ៍ទីនេះទេយកបងស្រាឯងមិនក៏មិនតន់គេដែរបងអត់អាប់ទេខ្ញុំក៏ថប់ក្នុងចិត្តពេកហើយចេះតែគេមិនលក់អូនមិនត្រូវខ្លួនទេដឹងអត់ទេតែចេះតែដូចជារស័ព្ទអសរហើយដូចជារត់ថាមិនត្រូវទេណែបងសង្កេតឃើញអូនតាំងពីបងមកពីបាត់ដំបងម្ល៉េះអូនឯងមានទឹកមុខសពសពូនអូននឹកបងសម្រាប់ទីដឹងកុំរំលឹករឿងដែលខ្ញុំចង់ភ្លេចនេះទៀតមិនអញ្ចឹងហើយបើមិនចង់ឲ្យបងរំលឹករឿងបងសម្រាប់នោះទេបងចង់ពីគ្រូយោបល់នឹងអូនរឿងមួយទៀតរឿងអីរឿងចង់ឈប់ធ្វើការខ្ញុំដឹងថាបើបងឯងមានម្នាក់ចង់ទៅឈប់ធ្វើការជំទាស់នឹងកំណត់ការខ្ញុំជឿថាលោកប៉ាឬទៅស្អប់បងធ្វើឡើងទៀតបើបងមានកំណត់បែកឆ្វេងយ៉ាងហ្នឹងទេការពិតរឿងធ្វើការបងមិនចង់ឈប់ទេព្រោះបងស្រឡាញ់កិច្ចការនោះណាស់តែធ្វើអ្វីចេះតែខុសពេកស្ដីបន្ទោសឲ្យពេកបងក៏ចេះតែឆ្លើយតែប្រទេសទៅបាសទីណាត់ទីណៃទៅណាអូនចុះរឿងដែលបងចង់និយាយនោះជារឿងអីទៅបើរឿងនោះខ្ញុំអាចមានយោបល់ល្អខ្ញុំនឹងជួយជ្រោមជ្រែងបងតែនឹងខ្ញុំចេះស្អីបើខ្ញុំនៅតែកន្ទុយចក្រានគ្មានដឹងងងអីអញ្ចឹងនោះហើយបងសិក្សាក៏បានច្រើនជាងខ្ញុំបងគិតមិនចេញទៅហើយចុះតម្រាំរបស់ខ្ញុំគេថាដំរីជើង4គង់មានផ្្លាត់អ្នកតាចេះស្ទាត់គង់មានភ្លេចអញ្ចឹងដែរណែរឿងនោះគឺអញ្ចេះណាអូនរឿងកំសត់ទៅក៏រឿងសប្បាយបងប្រហែលជាកំសត់ដូចរឿងអូនឯងអញ្ចឹងកំសត់ដូចខ្ញុំយ៉ាងម៉េចគឺអញ្ចេះណែបើបងនិយាយទៅអូនឯងកុំប្រកាសបងណាខ្ញុំសួរថាកំសត់ដូចខ្ញុំយ៉ាងម៉េចបងឯងនិយាយទៅខ្ញុំអត់បង្អាប់ទេបងណាបងមានស្រឡាញ់ស្រីម្នាក់ណារឿងនឹងមានតែផ្លែកអីសម្រាប់ប្រុសកំឡោះដូចរូបបងនោះបងឯងខើស្រាប់ហើយតាតែវាអញ្ចេះម៉ែឪបងប្អូនគេដឹងអត់ទេអូនឯងរត់តែបងស្រួលចិត្តខ្មាស់ប្រាប់មិនតទេបញ្ញាទៅសួរខ្ញុំលើមិត្តភក្តិខ្ញុំថាប្រុសកំហើចានតែប្រខូចកូនកំមុំគេដល់មានផ្ទៃពុំតាំងផ្នែកលើថ្ងាសជួនកាលមានរត់ចោលគ្នាឲ្យគ្នារងតែផ្នែកវេទនាជាមួយកូនអត់ឲ្យទៀតផងណាអូនឯងតែផ្លេតភ្លាមចង់តែបែកអូហូរជាស្ទឹងវិញឆ្កុយមិនមែនរឿងអញ្ចឹងទេបើអញ្ចឹងបងនិយាយចូលសាច់រឿងនឹងតម្ដងទៅចឹងអូនណាគឺអញ្ចេះទេណានេះណារូបថតនាងម្នាក់ដែលបងលួចស្រឡាញ់នាងនោះអត់ដឹងថាបងលួចស្រឡាញ់ទេអូស្អាតណាស់នេះបងនេះមុខនាងមានខ្សែខូចផងចុះបងធ្វើបានជាបានរូបនឹងមកបងណែសុំគេថតណាសុំគេថតកុហកនោះគ្មានស្រីកំមុំណាគេឈរសាយឲ្យបងថតលេងអញ្ចឹងទេគឺនាងឈរមិនដឹងខ្លួនណាបងក៏លួចថតនាងដោយចៃដន្យព្រោះនាងងាកមកចំបងក៏ចុចណែម៉ាស៊ីនព្រឹកទៅណាជាប់ត្មងទៅនៅណានោះបងបានមានចំការផងហើយមានវាលស្រែផងណែទៅមើលនៅក្បែរភ្លើងផ្ទះនោះទៅច្បាស់
ចាណែនាងហ្នឹងណាបងសួរគេថានាងឈ្មោះកុលាបឈ្មោះដូចអូនឯងអញ្ចឹងតែនាងនៅឲ្យបាត់ដំបងឯនោះទេគេមានប្តីគេដឹងហើយក៏មានម៉ាយក៏មិនដឹងបងឯងគេស្រឡាញ់គេទៀតទេនាងនោះគឺជាប្អូនធររបស់បងសវ៉ាតណានាងនៅផ្ទះជិតបងសវ៉ាតបងនាងណែមានទឹកពីស្លូតបូតហើយណែនឹងទៅលួចឆ្លាញ់នាងទៅហើយនាងបងឯងពូកែខាងសម្ដីដែរមិនក៏មិនបងសវ៉ាតជួសាច់រឿងនេះភ្លាមតាំងធ្វើមុខសពកសពូនកញ្ញោខឹងបងភ្លាមបងឯងប្រយ័ត្នខកចិត្តឬក៏ធ្លុយខ្លួនក្រែងនាងជាសំសាកបងសវ៉ាតហើយក៏មិនដឹងបើសិនតែពិតមែនបានល្អមកបងឯងហើយមុនដំបូងបងគិតដូចអូនឯងដែរតែដល់គិតយូរទៅបងជឿថាមិនមែនទេព្រោះថាណែកុលាបនោះនិយាយស្ដីមានរឹកពីនឹងចរិតខ្លះណែដូចជាមិនសមស្រឡាញ់បងសម្រាប់ទៅណាជុំមិនក៏បងឯងមិនស្នាចិត្តគេតែម្ដងទៅចេះតែថាហើយណែបងជាអ្នកជើងឯងក្លាហានដែរតែដូចជាច្រាបជាន់កាលណាណែទៅនិយាយជាមួយនាងបើខ្លាចគេបងឯងឈប់នឹកគេទៅអូនហើយអូនឲ្យបងឈប់នឹកមិនកើតអូនឯងគ្មានដឹងថាបងនឹងពេញចិត្តនឹងនាងប៉ុណ្ណាទេចង់ឲ្យខ្ញុំធ្វើមិនទៅបងឲ្យខ្ញុំធ្វើមិនដែរកាហើយក៏ឲ្យខ្ញុំរកស្នេហ៍ដាក់នាងឬមួយក៏ឲ្យខ្ញុំធ្វើមេបាចៅមហាចំនួនលោកប៉ាទៅតែដឹងនាងឲ្យបងអូនឯងកុំនិយាយចឹងគឺធ្វើរឹតតែឲ្យបងនឹងជំពាក់ចិត្តជំពាក់អារម្មណ៍ទៅលើនាងខ្លាំងកាន់តែខ្លាំងឡើងណែធ្វើម៉េចបើវាជំពាក់ខ្លះទៅហើយគួរតែអូនឯងជួយណែរកមុខដោះស្រាយទៅផងណាស្រាយយ៉ាងម៉េចទេខ្ញុំគ្មានបច្ចេកទេសនឹងស្រាយទេណែអូនឯងកុំខឹងបងណាណែអូនឯងថាបងឈួតក៏ថាទៅចុះឬក៏ថាបងងងក៏ថាទៅចុះណែបងសុំសួរអូនឯងមួយណាសួរថាម៉េចកាលបងសវ៉ាតនៅផ្ទះជាមួយយើងគាត់មានបានសុំសេចក្តីស្នេហាពីអូនទេហើយគាត់មាននិយាយផ្ដើមទីថាយ៉ាងម៉េចនឹងជប់មុននឹងចូលសាច់រឿងជាមួយនឹងអូនទេបងសារៈសួរខ្ញុំអញ្ចឹងដូចជ្រៅពេកហើយបងសវ៉ាតគ្មានឈ្មោះឯណាមកសុំស្នេហាពីខ្ញុំទេហើយគ្រាន់តែអញ្ចឹងក៏លាក់ដែរបើគ្មានទេមិនក៏អូនឯងនឹកគេម៉េចហ៎មិនក៏ទៅចូលសាច់រឿងខ្ញុំទៅវិញខ្ញុំគ្មាននឹកឬក៏ស្រឡាញ់គាត់ទេយូរទៅមកចង់លបួងឆោខ្ញុំទៅវិញទេបងមានឆោអូនឯងណាតែបងដឹងថាយ៉ាងម៉េចការនឹករលឹកជាការធម្មតាទោះបងឯងក៏មាននឹកគាត់ខ្លះដែរព្រោះមនុស្សធ្លាប់រស់នៅជាមួយគ្នា 4-5 ឆ្នាំនោះបងចង់ដឹងថាណែអញ្ចេះទេណាក្រែងគាត់មានស្រឡាញ់អូនឯងហើយគាត់ចេះណែនិយាយពាក្យយ៉ាងម៉េចឲ្យអូនឯងបាក់ចិត្តបងនេះចង់រៀនឲ្យចម្លងពាក្យហ្នឹងយកទៅនិយាយជាមួយនាងនោះឲ្យបានណែដឹងតាទៅណែបាក់ចិត្តបងស្រកឯងនឹងមិនដឹងស្អីទេពីយ៉ាងម៉េចក្នុងខ្លួនហ្នឹងហាក់ដូចជាវិលខួរអស់ហើយណែបើបងចង់ចម្លងពាក្យស្នេហាវាគ្មានអីប្រសើរទេជាពិសេសបើបងចម្លងពីសាច់ការដែលធ្វើការប្រហែលជាបានជោគជ័យជាងសោះលោកប៉ាគាត់មិនល្អផងណោះដល់បងបានជោគជ័យដោយបងសង្វាតហើយបងនឹងទៅជាមនុស្សមានកេរ្តិ៍ឈ្មោះរួចពេលនោះបងអាចចូលទៅដឹងនាងកុលាបណែបុប្ផាបាត់ដំបងនឹងបានយ៉ាងងាយនឹងបើតាមខ្ញុំស្មានសពបើរឿងដោយអូនឯងនិយាយប៉ុណ្ណឹងនោះជារឿងធម្មតាទេអូនមិនបាច់ពីគ្រូមិនបាច់ណែពិភាក្សាគ្នាក៏បានដែរតែបងគ្រាន់តែចង់បានអនុស្សាវរីយ៍កំសត់កំរនឹងគ្នាខ្លះមុននឹងរៀបការនោះណាខ្ញុំមិនធ្លាប់មានអនុស្សាវរីយ៍ស្អីទេដែលថាអនុស្សាវរីយ៍គឺដោយអូនឯងនឹងបងសម្បត្តិអញ្ចឹងមានព្រាត់មានជួបមានកំសត់មានសប្បាយមានតស៊ូមានលះបង់ស្អីតទៅទៀតណារួចនោះដល់ទៅពេលរៀបការទៅណាទៅនៅជាមួយគ្នាយូរទៅមានកូនមានចៅទៅលោកតែមានការឆ្លោះគ្នាខឹងសម្បានឹងគ្នាទៅក៏គុំមានពេលនឹកឃើញអនុស្សាវរីយ៍កំសត់ខ្លះមិនខានទេរួចក៏រកបាយគ្នាក៏មិនកើតទៅទៀតណាតែខ្លះតាមខ្ញុំដឹងទោះជាមានអនុស្សាវរីយ៍10000 100,000ក៏នៅតែបាយគ្នាបើបាយនេះក៏បាយគ្នាត្រូវតែបានដែររួចវានឹងមកឡងបន្លាចធ្វើឲ្យម្ចាស់ខ្លួនឲ្យត្រូវរបួសហ្នឹងឬតែចាប់ថែមទៀតផងណា100 10000មានមួយឬពីរទេហើយគេអាចចាត់ទុកមួយឬពីរនោះជារឿងមួយអាក្រក់ហួសនិស្ស័យព្រោះបើពាក្យពិតខ្លាចជាការស្រមៃរួចគេធ្វើឲ្យការស្រមៃនោះខ្លាចទៅជាការពិតហើយគេបំភ្លេចបានយ៉ាងងាយហើយបង្វិលបានតែរហ័សបែបនេះគឺថាដំណើរជីវិតដែលត្រូវបន្តទៅថ្ងៃមុខនឹងវាត្រឡប់ត្រឡប់ចុះត្រឡប់ឡើងគ្មានអ្វីគួរឲ្យគេសរសើរបានឡើយណាបើអញ្ចឹងបងឯងថាត្រូវមានគម្រោងការយ៉ាងម៉េចនោះបាននិយាយនៅបាត់ដំបងណោះជើងមេឃឬក៏លោកខែគេអាចទៅដល់ចុះបាត់ដំបងទៅចុះពេជ្រឡើងតែយ៉ាងណាសំបងកំបោះបងកិច្ចការរកស៊ីរបស់យើងឲ្យដួលណាពីយ៉ាងលោកប៉ាដឹងច្បាស់ជាបានគាត់ទទួលព្រោះតែរឿងបងស្នេហាហ្នឹងហើយតែបើរឿងបងបានសម្រេច
រឿងអូនកលាបឯងក៏បានសម្រេចជាមួយបងសង្វាតដែរដូច្នេះអូនឯងត្រូវតែលាក់រឿងនេះចេញណាអូនណាម៉ែយល់ថាសង្វាតកូនឯងត្រូវតែទៅលេងនឹងលោកសេរិទ្ធព្រោះគ្រួសារគេមានគុណនឹងយើងម៉ែចង់តែដែរតែដូចកូនឯងឃើញស្រាប់ហើយម៉ែទៅណារួចមួយថ្ងៃកាត់មួយថ្ងៃកោហើយបើបានជាកូនឯងទៅជំរាបសុំទោសជួសម៉ែផងមួយផ្លែឈើផ្សេងដែលជារបស់នៃកូនឯងដាំនៃខ្លួនឯងមិនទៅផ្ញើផងកុំឲ្យទៅនោះដៃទៅទេវាមិនសមទេណាកូនបាទម៉ែខ្ញុំសម្រេចចិត្តថាចាំបាច់កូនត្រូវទៅហើយទៅលើកនេះកូននឹងជំរាបគាត់ពីផ្សេងកូនធ្វើតែកុំអួតពេកណាកូនឯងត្រូវយល់ថាកាលឪពុកកូនឯងនៅរួមលោកសរិទ្ធជាមិត្តនឹងគាត់ស្រឡាញ់គ្នាណាកាលនោះលោកសរិទ្ធអសាពឹងពាក់ឪពុកឯងណាយ៉ាងណាម៉ែជឿថាគាត់គ្មាននិស្ស័យរហូតធ្វើមិនស្គាល់កូនទេជួបគាត់ប្រែចិត្តកំណត់ទៅពេលនោះចាំគិតទៅទៀតព្រោះអីម៉ែមិនចង់ទៅជួបគាត់ម៉ែខ្មាស់គាត់រឿងម៉ែនឹងគាត់វាមានវែងទៅទៀតយ៉ាងម៉េចម៉ែចាប់ពាក់ប្រាក់គាត់ម៉ែរាល់ថ្ងៃនេះកូនខំធ្វើស្រែចំការចិញ្ចឹមគោមាន់ទីក៏ព្រោះតែម៉ែបានប្រាក់ចំណេញខ្លះគឺសម្រាប់ម៉ែហើយតាអត់មានរឿងប្រាក់កាសទេកូនគួរជ្រាបថាម៉ែបានឲ្យកំណត់កូនមកកូនមិនទាន់បានធ្វើអ្វីតបស្នងសងគុណម៉ែឲ្យស្មើនឹងម៉ែចិញ្ចឹមកូនទេម៉ែកាន់តែចាស់ម៉ែកុំបារម្ភព្រឹងគិតចិត្តឲ្យសោះនៅពេលនេះយើងមិនទាន់មានទ្រព្យដោយលោកអ៊ំសរិទ្ធមែនតែយើងរស់យ៉ាងសុខដោយប្រកាសកម្លាំងញើសនៃការតស៊ូនឹងធម្មជាតិរបស់កូនបើកូនអាយុមិនទាន់អស់មុនអាយុ28របស់កូននេះទេកូនអាចនៅរស់បានវែងឆ្ងាយឯម៉ែចាស់គួររក្សាចិត្តជឿកូនចោះកូនបដិញ្ញាថានឹងបម្រើម៉ែជាដរាបចិញ្ចឹមម៉ែមិនឲ្យខ្នើសចិត្តទេចំណែកអ៊ំសរិទ្ធនិងម៉ែមានរឿងអីនឹងគ្នាសង្វាតកូនម៉ែលាក់រឿងនេះមិនចង់ប្រាប់កូនទេព្រោះម៉ែសង្ងំចិត្តបណ្ឌិតសេចក្តីអៀនខ្មាស់កាលពីដើមឪពុកកូនឯងជាអ្នកមានមុខមានមាត់មិនចាញ់លោកសរិទ្ធប្រមាណទេបាទកាលកូនឯងអាយុបាន7ឆ្នាំឪពុកឯងមានគ្រោះថ្នាក់បាក់ជើងនៅពេលភ្ជួរស្រែនឹងត្រាក់ទ័របាទតាំងពីនោះមកឪពុកឯងនឹងឈឺរ៉ាំរ៉ៃអីដែលជាទ្រព្យម៉ែក៏លក់ខ្លះរហូតគាត់ខូចទៅបាទហើយទ្រព្យធនគេក៏សល់តែប៉ុណ្ណឹងសម្រាប់កូនទេនេះគឺជារឿងកន្លងហួសទៅហើយម៉ែស្ដាយទ្រព្យទាំងនោះទេម៉ែសុំកាត់សម្ដីកូននិយាយទៅទៀតកូនរៀននៅវត្តពោរួចចូលវិទ្យាល័យរួចដល់ទៅភ្នំពេញគឺនៅភ្នំពេញយ៉ាងហើយដែលម៉ែយកកូនឯងទៅផ្ញើនឹងគាត់ចុះគ្រាន់តែប៉ុណ្ណឹងម៉ែខ្លាចគាត់ខឹងមិនខ្លាចគាត់ខឹងនេះដែរផ្ទះគាត់ចេះតែមកនិយាយចំអន់នេះនឹងម៉ែថាម៉េចម៉ែស្ដាយទ្រព្យទាំងនោះទេម៉ែសុំកាត់សម្ដីកូននិយាយទៅទៀតកូនរៀននៅវត្តពោរួចចូលវិទ្យាល័យរួចដល់ទៅភ្នំពេញគឺនៅភ្នំពេញយ៉ាងហើយដែលម៉ែយកកូនឯងទៅផ្ញើនឹងគាត់ចុះគ្រាន់តែប៉ុណ្ណឹងម៉ែខ្លាចគាត់ខឹងមិនខ្លាចគាត់ខឹងទេតែការកូននៅរៀននៅផ្ទះគាត់ចេះតែមកនិយាយចំអន់នេះនឹងម៉ែថាម៉េចធ្វើតឡងនឹងគ្នាម៉ែក៏ចេះតែហេទៅមិនឆ្លើយអីទាំងអស់មួយក្រោយមកប្រហែលជាឆ្នាំទីទៅជាប់ណាទៅម៉ែបើរឿងអញ្ចឹងនៅក្នុងភូមិយើងណាក៏គេដឹងរឿងនេះដែរហើយម៉ែក៏ច្បាស់ជាបានរីកមុខដោយសារកូនកតញ្ញូមិនខានទេណាកូនតែម៉ែដូចជាបុរាណបន្តិចហើយបុរាណឬសម័យស្អីតែកូនថាទេតែម៉ែយល់ថាដល់កូនទៅពេញហើយត្រឡប់មកវិញកូននឹងធ្វើឲ្យម៉ែសប្បាយចិត្តអស់មួយជីវិតម៉ែជាមិនខានទេកូនម៉ែខ្ញុំត្រូវចែកការគិតនេះរបៀបណាបញ្ហាតែជំពាក់ជំពិនដល់ណាទៀតណាថ្ងៃខែកន្លងទៅដូចជាឆាប់លះណាអ្វីក៏ប្រែប្រួលអស់ជួនកាលមួយរដូវនេះហាក់ដូចជាគ្មានក្លិនក្រអូបដូចពីដើមសោះសភាពស្កត់ស្រពោនបែបនេះក៏ប្រហែលជាមកពីការកុលាបសខ្ញុំមិនព្រមរីកមិនអរុនរះទេដឹងអូនកុលាបបងស្កាត់មករកអូនបងណាត់អូននឹកសារៈនឹងលោកអ៊ំពិសេសនៅផ្ទះនេះនឹកអ្វីទាំងអស់ដែលបងធ្លាប់ទទួលការប្រព្រឹត្តណាតែវែងផ្ទះនេះមានអីគួរឲ្យបងនឹកខ្ញុំដូចជាសត្វតែដឹងបងជឿថាអូនស្អប់បងណាស់ទៅហើយតែបងមិនភ្លេចគុណអូនទេអូនធ្លាប់ដាំបាយឲ្យបងញ៉ាំពេលបងមកពីរៀន
ពេលខ្លះអូនលួចបោកខោអាវឲ្យបងទៀតផងពេលខ្លះអូនឆ្លៀតយកលុយដាក់ក្នុងហោប៉ៅឲ្យបងពេលណាដែលបងអត់ប្រាក់រឿងនេះតើបងឃើញអូនមិនដេចបានខ្ញុំគ្មានចង់បានគុណបានស្រ័យអីពីបងទេការពិតខ្ញុំគ្រាន់តែនឹកទៅចិត្តថាប្រហែលជាកុលាបធ្វើសេចក្តីល្អតិចពេកចំពោះបងប្រហែលជាកុលាបគ្មានលក្ខណៈសម្បត្តិគួរឲ្យបងពេញចិត្តឬក៏ប្រហែលជាកុលាបគ្មានក្លិនក្រអូបដូចជាផ្កាកុលាបដែលបងសវត្តដាំនៅក្នុងសួនទុកឲ្យអូននោះទេមិនមែនដូច្នោះទេតើបងនឹងប្រាប់អូនឲ្យយល់យ៉ាងណាបានទៅរឿងនេះបងមានតែលិបលាក់ទុកក្នុងទ្រូងប៉ុណ្ណោះទេចំណែកអូនវិញអូនខំសន្សំចិត្តខំកាត់អ៊ីនខ្មាស់កុហកខ្លួនឯងលួចក្បត់ខ្លួនឯងថាកុំឲ្យរវល់រឿងលួចស្រឡាញ់គេខំលាក់រឿងអាក្រក់ក្នុងទ្រូងដើម្បីបាត់បង់សេចក្តីអ៊ីនខ្មាស់នឹងបងប្រុសនឹងលោកប៉ាខ្ញុំត្រូវរបួសគ្រប់អន្លើក្នុងផ្លូវចិត្តបងយកចិត្តថ្លើមអូនកុលាបច្រើនហូពេលគេដឹងមានពេលខ្លះខ្ញុំដូចជាយល់សប្តិអាក្រក់ពេកខ្ញុំត្រូវបងប្រុសឆ្លិចសួរដេញដោលគ្រប់បែបយ៉ាងដូចជាយំពិបាកសួរអ្នកទោសលោកប៉ាបាត់មាត់បាត់កកាលណាមានមិត្តភ័ក្តិសួរគាត់ពីរឿងបាត់សមាជិកគ្រួសារដែលជាទីពេញចិត្តរបស់គាត់ម្នាក់គាត់និយាយបន្លប់នេះបន្លប់អាយដើម្បីបំភ្លេចនៃការយល់ខុសរបស់គាត់ក្រៅពីនោះបងសារៈត្រូវមកលោកប៉ាអត់មានបានលុបពេលទេគ្រួសារអូនហាក់ដូចជាបាត់អវយវៈមួយទៅហើយឲ្យបងសុំទោសអូនជាថ្មីម្ដងទៀតចុះគឺអូនទេដែលត្រូវសុំទោសបងសម្បត្តិនោះអូនកុលាបអូនស្គមច្រើនណាស់ហើយដកកម្ពស់សន្ធឹកអូនកាត់សក់ខ្លីទៅដូចជាមានលក្ខណៈចាស់ទុំច្រើនខ្ញុំចង់ធ្វើចាស់ឲ្យបានពីក្មេងទៅដើម្បីចាស់ឲ្យបានយូររួចមិនចង់ឲ្យអ្នកណាគេរវីរវល់នាំតែរិញរៃក្នុងដុំចិត្តទេអូនចិត្តរឿងដូចដែកគឺបងទេដែលខ្ញុំធ្លាប់ប្រាប់បងសារៈថាបងឯងនឹងចិត្តរឿងដូចដែកថែបនោះបងបានគិតមកពីស្រុកមកហើយថាបងច្បាស់ជាអូនស្អប់នឹងបងពុំខានទេឥឡូវអូនគ្មានស្អប់បងទេតែបងតាដែលបង្កើតការស្អប់ដល់គ្រួសារអូននោះនេះហើយគឺសេចក្តីពិតបងធ្វើយ៉ាងនេះគឺមានបំណងមួយដែលចង់ឲ្យអូនយល់ថាបងជាប្រុសពិតប្រាកដសម្ដីនេះខ្ញុំត្រូវយំប្រមាថដងទៀតបានបងពេញចិត្តតើអូនត្រូវសម្រក់ទឹកភ្នែកប្រមាថដំណក់ទៀតដើម្បីអស់ការអៀនខ្មាស់របស់ខ្ញុំចិត្តប្រុសអ្នកណាមួយដែលមានភេទជាប្រុសហើយមិនដឹងថាខ្លួនឯងជាប្រុសពាក្យដោះសារមានជាទម្លាប់របស់បងផ្លែឈើធំធំទាំងនេះដែលបងយកមកផ្ញើលោកប៉ាបងសារៈស្មានថាគាត់សប្បាយចិត្តណាស់ទៅតាមពិតតែជាគាត់ឈឺចាប់ក្នុងចិត្តយ៉ាងណាទៅទេគាត់ឈឺចិត្តជាងខ្ញុំទៅទៀតណាបងតស៊ូធ្វើចំការធ្វើស្រែអ្វីទាំងអស់គឺបងសួរខ្ញុំហាលភ្លៀងហាលកម្ដៅថ្ងៃក៏ព្រោះតែចង់ឲ្យអូនសប្បាយចង់ឲ្យអូនយល់ថាបងជាមនុស្សចេះតស៊ូនឹងជីវិតតើបានផលអីខ្លះទៅលោកតាមានកន្លែងសំណុកទុកសម្រាប់កូនប្រសាគាត់តែកូនប្រសានៅក្នុងក្តីសម័យរបស់គាត់ខ្លាចទៅជាស្រមោលនៃក្តីអស់សង្ឃឹមរបស់គាត់ទៅវិញតែបងនឹងខំតស៊ូឲ្យទ្វេដើម្បីមកដល់នឹងអូនកុលាបថាម៉េចបងសូមសារភាពថាបងលួចស្រឡាញ់អូនយូរមកហើយបងយល់ថាបងត្រូវតែទៅប្រយុទ្ធនឹងធម្មជាតិដើម្បីមកដណ្ដឹងអូនឲ្យពេញលក្ខណៈច្បាប់ជាកូនប្រុសបើស្រឡាញ់អូនតែគេចាំដាច់ចិត្តចោលគ្រួសារអូនដែលគេខត់គ្រប់គ្នាអញ្ចឹងបើបងនឹកក្រាញឬក៏ចិត្តខ្សោយពេលនោះបងច្បាស់ជាមិនបានទៅពិសោធន៍នឹងកិច្ចការស្រែចម្ការទេថាតើកិច្ចការស្រែចម្ការពិបាកខ្លាំងឬស្រួលតែដល់ស្គាល់ជីវភាពនោះទៅឃើញថាគ្មានអ្វីគួរឲ្យលំបាកសោះខ្ញុំជឿបងពាក់កណ្ដាលចាស់តាមសម្ដីដែលបងនិយាយហើយពាក់កណ្ដាលទៀតខ្ញុំមិនទាន់ជឿបងទេព្រោះខ្ញុំមិនទាន់ឃើញផ្ទាល់នឹងភ្នែកមិនតែទេបើបងថាស្រឡាញ់អូនត្រង់ហ្នឹងពីមុនខ្ញុំមិនបដិសេធទេតែឥឡូវនេះអូនសូមពិចារណាសិនមិនចឹងខ្ញុំមិនទាន់បានទៅសោះបាត់ដំបងតែបងសារៈគាត់ធ្លាប់ទៅហើយគាត់ដឹងរឿងបងច្រើនជាងខ្ញុំ
រឿងអ្វីខ្លះប្រហែលខែមុនគាត់ទៅមិនចូលផ្ទះបងផងហើយមិនក៏ដឹងរឿងបងតែគ្មានរឿងអីអាក្រក់ទេគ្មានរឿងអីអាក្រក់មែនតែមានរឿងតាក់ទងនឹងខ្ញុំហើយនឹងបងផងណាណែបងដូចជារកគិតមិនឃើញសោះហ្នឹងកុលាបភ្នំពេញជាកុលាបសនិងកុលាបបាត់ដំបងជាកុលាបក្រហមបងត្រូវប្រការណាក៏អូបជាងណែអូនចង់និយាយពីរឿងអីហ្នឹងកុំធ្វើពើកុលាបមួយនៅភ្នំពេញកុលាបមួយនៅបាត់ដំបងទាំងពីរនាក់ដុសដាច់ស្រយាលពីគ្នាហើយមានកន្លងមួយសម្បត្តិងាករើទាំងសងខាងតើណោះផ្កាណាមួយដែលមានភ័ព្វវាសនាអូនចង់និយាយពីកុលាបបាត់ដំបងប្អូនធေါ်បងហ្នឹងចុះអត់ប្អូនធေါ်ប្អូនអីទៀតទេអូនចិញ្ចឹមប្អូនរួចអូនរួចអូនបងហើយរួចពីអូនបងទៅគឺបងសវត្តហ្នឹងជាអ្នកឆ្លៃខ្លួនឯងហ្នឹងបងតែថាប្អូនធေါ်គឺប្អូនធေါ်មែនហើយបងស្បត់ណាបងស្បត់មែនតើណាប្អូនធေါ်គឺប្អូនធေါ်ហើយបងភ្លេចហើយហ៎ចុះខ្ញុំពីមុនកាលដែលបងមករៀននៅឆ្នាំដំបូងនោះបងអួតប្រាប់មិត្តភក្តិបងថាខ្ញុំជាស្អីមិនថាខ្ញុំជាប្អូនធေါ်ចុះឥឡូវណែបងស្រឡាញ់អូនណាចុះមុនស្រឡាញ់ខ្ញុំក្រែងខ្ញុំជាប្អូនធေါ်ហ៎នោះបងសារៈមកពីបាត់ដំបងវិញហើយរឿងនោះគុំតែឃើញសោកខ្មៅទេអូបងសវណ្ណនៅទីនេះទេណែបងនឹកល្អនឹកស្រៈឯងរកខ្ញុំធ្វើអីរកប៉ាធ្វើអីនឹកខ្ញុំនឹកលោកប៉ាមួយរដូវគត់ទៅបងសង្វាតនៅភ្នំម៉ាឡេផ្ទះខ្ញុំណែរួចចុះអូនកលាបណែបងសង្វាតគាត់មានប្រាប់រឿងកំសត់ប្រាប់ដល់អូននេះមិនទៅរឿងបងទៅបាត់ដំបងបានការយ៉ាងម៉េចខ្លះដែរសារៈមានចូលផ្ទះម៉ែខ្ញុំទេខ្ញុំចូលទាំងអស់4ថ្ងៃនេះសល់តែសេចក្តីអស់សង្ឃឹមនឹងការតូចចិត្តតែប៉ុណ្ណោះមិនសារៈឯងនិយាយអញ្ចឹងខ្ញុំគ្មានទេពកោសលអ្វីឲ្យគេចូលចិត្តសោះណាស់ជប់និយាយពីរឿងអបមង្គលរបស់ខ្ញុំទៅឥឡូវនេះខ្ញុំសុំទោសខ្ញុំទៅរកផ្លាស់កៅអៅមកផ្លេតសិនបន្តិចទៀតខ្ញុំមកនិយាយឲ្យដាច់សាច់គ្នាបាទអូនកូឡាមានរឿងអីចម្លែកខ្ញុំមិនដឹងដែរតែតាមស្មានច្បាស់ជាមានខ្លះហើយណែនិយាយអញ្ចឹងសារៈមានអន់ចិត្តនឹងបងនោះចិត្តគាត់តើខ្ញុំថាមិនត្រូវទេកើតមកជាកូនប្រុសទ្រូង4ហាត់កន្លះមិនគ្រប់លក្ខណៈដូចខ្ញុំនេះគួរឲ្យខ្មាស់ប្រុសផងទាំងពួងណាមានរឿងអីហ៎សារៈខ្ញុំសូមសរសើរបងសម្បត្តិឯងគ្រប់យ៉ាងទាំងអស់ទាំងលក្ខណៈសម្បត្តិទាំងរូបសម្បត្តិសារៈឯងចង់និយាយពីរឿងអីហ្នឹងខ្ញុំស្រឡាញ់ស្រីម្នាក់ហើយយ៉ាងម៉េចគេបដិសេធមិនត្រឹមតែបដិសេធទេគឺគេថ្មាស់តែឌីលឲ្យខ្ញុំថាខ្ញុំមិនចង់មិនស៊ីបងសម្បត្តិឯងទុកឲ្យប្អូនស្រីខ្ញុំនាងមិនត្រឹមតែថាឲ្យខ្ញុំទេគឺនាងរៀលដាល់ដល់ប៉ាខ្ញុំទៀតផងរួចថាខ្ញុំជាកូនអ្នកមានមុខមាត់មិនស្គាល់ខុសមិនស្គាល់ត្រូវនាងនោះឈ្មោះកលាបក្រហមមែនទេគឺនាងនឹងហើយនាងថាខែក្រោយនាងត្រូវរៀបការជាមួយបងសម្បត្តិឯងផងណាថាគួរមិនគួរខ្ញុំមកធ្វើប្តីផ្ដាស់ចឹងសោះមែនឃើញទេជាស្មានមិនខុសមែនគឺអញ្ចឹងដូចខ្ញុំយល់សពប្រយុទ្ធមិញអញ្ចឹងថាមានព្រាយស្រីមកពុះទ្រូងហើយកាប់យកបេះដូងខ្ញុំបាត់ពិភពលោកដ៏តូចនេះមិនក៏ចង្អៀតម្លេះតើមានប្រមាណអ្នកដែលចេះพูดកុហកដោយបងសង្វាតឯងអូនកូនចាំបងនិយាយប្រាប់អូនឲ្យអស់សេចក្តីសិនគូប្រាប់ខ្ញុំទៀតលោកតាគាត់ប្រាប់ខ្ញុំថារឿងស្នេហាប្រយ័ត្នមានទឹកភ្នែកហូរឥឡូវខ្ញុំយំទឹកភ្នែកខ្ញុំហូរខ្ញុំវិលគួរអស់ហើយបើមានអ្នកនិពន្ធណាម្នាក់ប្រកែកតែកំណាប់កោបខ្លួនហើយសរសេរពីទុកព្រួយរបស់ខ្ញុំបានខ្ញុំជឿថាអ្នកអានអត្ថបទនោះច្បាស់ជាសង្កេតសង្កត់ដូចខ្ញុំមិនខានទេបងស្រឡាញ់អូនណាស្រឡាញ់ណាស់បងមកពេលនេះគឺសូមទន្ទូអូនតាមត្រង់ថាបងស្រឡាញ់អូនមែនខ្ញុំជឿថាបងធ្លាប់លន់តួពាក្យនេះចំពោះកុលាបអូនធររបស់បងប្រមាណដងហើយអណ្ដាតអត់ឆ្អឹងបរោះរូបស្រស់កលុះឡើងកាលណាទន់អស់ហើយបេះដូងនារីកមុំនោះទេបងសូមស្បត់ពាក្យសម្បត្តិគ្រាន់តែជាភាសាទល់ច្រករបស់បងសវត្តតែប៉ុណ្ណឹងបងមិនជឿចិត្តទេបងនឹងជំរាបលោកអង្គតាមត្រង់ថាបងពិតជាស្រឡាញ់អូនមែនគួរនិស័យនឹងជឿបងហើយឆ្នាំក្រោយរដូវក្រោយនេះបងនឹងមកដណ្ដឹងអូនដណ្ដឹងតែមានឧបសគ្គទេដឹងឧបសគ្គអីបងឆ្ងល់ណាស់ចុះ
នាងកលារបស់បងឲ្យបាត់ដំបងនោះប្រយ័ត្ននាងធ្វើអត្តឃាតណាតើនរណាជាអ្នកទទួលខុសត្រូវខ្ញុំមិនចង់ឮថាជាស្រីខ្វះប្តីទេទោះបីខ្ញុំស្រឡាញ់បងប៉ុណ្ណាក៏ដោយក៏ខ្ញុំសុខចិត្តដើម្បីកុំឲ្យមានពាក្យលន្ទាណាបងខុសមែនហើយខុសព្រោះបងយល់ច្រឡំយល់ថាអូនច្បាស់ជាមិនបដិសេធឥឡូវសេចក្តីសង្ឃឹមរលាយអស់អូនកូឡាបងសូមអភ័យទោសពីថ្ងៃនេះទៅវាលស្រែចំការអ្វីដែលជាគម្រោងការដែលត្រូវធ្វើច្បាស់ជាត្រូវអខណ្ឌទៅវិញហើយឈ្មោះថាយុវកសិករគំរូត្រូវលុបឈ្មោះចេញពីសំណាក់អ្នកភូមិហើយកសិករគំរូបើគេឲ្យឈ្មោះបងថាកសិករគំរូមិនក៏លះបង់កិច្ចការទាំងនេះមិនខ្មាស់គេទេឬក៏ចង់ឲ្យគំរូអាក្រក់ដល់អ្នកទុនអ្នកជន់ក្រោយព្រោះបងជឿថាអូនក៏ឡាប់ឯងស្អប់កសិករបងនេះណាខ្ញុំជាកូនអ្នកមិនកសិករមែនតែខ្ញុំចូលចិត្តអ្នកកសិករអ្នកណាមួយមិនមែនបងឯងទេហើយអ្នកណាទៀតក៏មិនមែនដែរអូនឯងថ្ងៃនេះថ្លៃជាងសពដងណាចាំពេលបងទៅបាត់ដំបងវិញបងឯងនឹងឃើញកញ្ញាជាទីពេញចិត្តរបស់បងនិយាយថ្លៃជាងខ្ញុំទៅទៀតបើបងអាចហាច់ទ្រូងមកហាច់ប្រាប់អូនបងនឹងណាហើយទុកឲ្យនាងកលាបរបស់បងឲ្យបាត់ដំបងដល់សោះត្រឹមតែរបស់បងជឿទៅចុះមកពីភ្នំពេញវិញមានអីផ្ញើខ្ញុំទេអត់ទេមានរឿងអីបងសវ៉ាត់អីក៏គម្រោងគំរួយដាក់អូនណាអូនឯងកុំសួរបងរឿងហ្នឹងអូនសួរខ្លួនឯងទៅខ្ញុំឆ្ងល់ចេះលេងសៀកហើយចេះធ្វើឆ្ងល់ដើម្បីជពិនភ្នែកចាំមើលគួរឲ្យចង់សាយដែរមានរឿងអីអញ្ចឹងអូនឯងយល់យ៉ាងម៉េចការដែលអូនឯងធ្វើយ៉ាងនេះនោះបងសវ៉ាត់មកឯងចង់និយាយពីរឿងអីហ្នឹងរឿងអីថ្ងៃមុនអូនឯងមាននិយាយមិនខ្លះឲ្យគ្រួសារលោកសេរីទេអូខ្ញុំនិយាយខ្លះដែរអូននិយាយដើម្បីកុំឲ្យគេថាកូនអ្នកស្រ័យចំការល្ងងពេកតែអូនឯងនិយាយជ្រុលពេកជាមួយអ្នកទីក្រុងតែធ្វើស្ងក់ច្បាស់ជាជាន់ខានទេអូនកលាប់កំហំឯងនេះកាន់ជើងលោកសារៈកន្លងទីក្រុងហ្នឹងមិនមែនកាន់ជើងទេតែខ្លាយលោកសារៈគេមិនឲ្យបងស្រីគេមកតាក់ទងជាមួយបងមែនទេឥឡូវអូនឯងនិយាយអស់តែមើលចិត្តខ្ញុំស្រឡាញ់អ្នកណាគឺស្រឡាញ់អ្នកហ្នឹងមិនចង់មួយជាពីរជាបីទេលោកសារៈស្អីគេហ្នឹងមកទួយចិត្តខ្ញុំមិនបានហើយគាត់ទៅនិយាយជាមួយនឹងម្ដាយមីងម្ដាយបងសវ៉ាត់ឯងទៀតឲ្យគាត់មកជួយនិយាយរូបខ្ញុំជាតុក្កតាសម្រាប់គេបញ្ញាក់លេងកំ pl អញ្ចឹងឬមួយក៏បងសវ៉ាត់ឯងមានយោបល់អញ្ចឹងដែរបងមិនយល់ថាអូនកំពុងច្រៀងបទអីទេខ្ញុំកំពុងនិយាយជាមួយបងសវ៉ាត់ឯងមិនមែនច្រៀងទេតែពីរសជាងចម្រៀងទៅទៀតបងសវ៉ាត់ឯងប្រាប់ខ្ញុំឲ្យត្រង់មកបងឯងឆ្លាញ់នឹងកលាប់សបអត់លោកសារៈមែនទេរឿងនឹងដូចឲ្យឯងស្មានអញ្ចឹងណាបងឯងនេះកំណាញ់ណាប្រាប់ចិត្តមកប៉ុនចិត្តមកម៉ានបងសុំចិត្តចាំបងទៅជម្រាបអ្នកម្ដាយបងសិនអ្នកម្ដាយខ្ញុំនឹងក៏ឈាមជួសខ្ញុំយ៉ាងណាបងឯងសាហាវណាស់ថ្ងៃមុនថាមកពីភ្នំពេញវិញថានឹងនាំការរីករាយមកឲ្យខ្ញុំឥឡូវនាំទឹកភ្នែកមកឲ្យខ្ញុំបធូរបងសុំវល់អូនណានាងកលាប់ភ្នំពេញមកតាមយកបងទៅវិញហើយអូនកលាប់ចាកលាប់មកតាមបងមែនបងសប្បាយចិត្តណាស់តែខ្ញុំកាត់ទុកខ្ញុំកលាប់ក្រហមមិនសប្បាយចិត្តទេរឿងអូនកលាប់ក្រហមឯងបងសវ៉ាត់ឯងជាបរិបបេះដូងពីរកលាប់សផងកលាប់ក្រហមផងក្រហមផងសផងបរិបចិត្តព្រៀនបរិបចិត្តបងស្រឡាញ់កលាប់សតែម្នាក់ទេហើយខ្ញុំកលាប់ក្រហមជាកលាប់បាត់ដំបងក៏ស្រឡាញ់តែបងសវ៉ាត់ម្នាក់ហើយខ្ញុំកលាប់សក៏សូមឲ្យនាងបានជួបនឹងបងសវ៉ាត់ឲ្យបានជួបជុំគ្នារីករាយចុះទេអូយមិនក៏អូនទាំងពីររុញបងឲ្យធ្លាក់ក្នុងអណ្ដូងស្ងួតយ៉ាងនេះអូយជើងបងបាក់ហើយអូយបងនឹងខ្លាចជាមនុស្សពិការហើយអូនសម្លាញ់ជួយទាញបងពីអណ្ដូងនរកនេះផងអូយជើងបងបាក់ហើយអូយលោកសវ៉ាត់មិនចឹងលោកជើងខ្ញុំបាក់ហើយខ្ញុំជាមនុស្សពិការហើយជួយផងលោកជើងខ្ញុំមិនក៏ចឹងលោកក្រោកឡើងលោកសវ៉ាត់អូយឈឺណាស់មិនយ៉ាងនេះខ្ញុំនៅទីណាមិនក៏ខ្ញុំមកទីនេះទៅវិញលោកប្រហែលជាយល់សពអត្រក់ហើយមែនទេ
ទីនេះគឺមន្ទីរពេទ្យខ្ញុំដូចជាឈឺយីខ្ញុំមិនចេះនៅគ្រូពេទ្យលោកយកសពមកមើលមកមានស្រែកស្ទើរផ្អើលអ្នកជំងឺជិតខាងណាស់ហើយក៏បានជាភ្នាក់ហើយសូមជើញលាងមាត់ហើយពិសាទៅដល់គោមក្រៅទៅលោកសូមអរគុណអ្នកគ្រូពេទ្យខ្ញុំមិននឹកស្មានថាមានរឿងចឹងសោះលោកនៅសម័យដែលឃើញសមរភូមិទៀតយុទ្ធជនខ្ញុំនេះដូចជាមិនដឹងជាយ៉ាងម៉េចបានជាពិការជើងខ្ញុំកាលនោះស្ម័គ្រចិត្តចូលបម្រើក្នុងកងទ័ពខ្ញុំចូលរៀនប្រយុទ្ធក្នុងសមរភូមិ 3-4 ដងស្រាប់តែលើកនេះត្រូវរបួសជើងតែជើងលោកមិនបាក់ដូចលោកយកសពមកមើលមកមាននោះទេស្រែកមិនបាញ់លើខ្លាំងទេអ្នកគ្រូពេទ្យចាគួរសមដែរខ្ញុំថាមិនខ្លះទៅខ្ញុំគ្រាន់តែឃើញលោកធ្លាក់ពីលើគ្រែហើយស្រែកឲ្យគេជួយតែប៉ុណ្ណឹងខ្ញុំខ្មាស់អ្នកគ្រូពេទ្យណាលោកច្បាស់ជាយកសពឃើញលោកចាក់អាពួកខ្មាំងហ្នឹងមែនទេនាងច្បាស់ជាយកសពប្រយុទ្ធខ្លួនតនឹងខ្លួនហ្នឹងមិនក៏លោកផ្លាត់ញៀតឲ្យវាចាក់ត្រូវកំពុងជើងខ្ញុំវាត្រូវរបួសនឹងគ្រាប់ខ្មាំងដែរតែការដែលខ្ញុំយកសពបាញ់មិនមែនអញ្ចឹងទេរឿងនេះគួរឲ្យអស់ចាប់ផ្លែកបើមិនយល់ទោះទេតើខ្ញុំអាចដឹងបានទេលោករឿងនេះវាជាប់តាំងពីក្បាលប្រឡប់ម្ល៉េះអ្នកគ្រូពេទ្យហើយខ្ញុំគេងពំលក់សោះខ្ញុំចេះតែគិតខ្ញុំស្រឡាញ់ស្រីម្នាក់ស្របពេលជាមួយគ្នាខ្ញុំក៏ចូលធ្វើទាហានបម្រើជាហើយខ្ញុំត្រូវរបួសជើងតែម្ដងខ្ញុំគិតអស់សង្ឃឹមថានាងច្បាស់ជាជប់ស្រឡាញ់ខ្ញុំជាមនុស្សពិការហើយមិនក៏យល់សពអីស្រែកអូយធ្លាក់ពីលើគ្រែទៅវិញខ្ញុំគេគិតរហូតដល់ម៉ោង 3:04 ទៀតភ្លាមទើបបានគេងលក់ពេលគេងស្រាប់តែយល់សពទៅប្តីទៅផ្ដាស់ទៅវិញតើយ៉ាងម៉េចទៅរឿងហ្នឹងលោកយល់សពមិនថាហាក់ដូចជាស្រាប់យើងឈប់ច្បាំងចាបានតាមទៅហើយខ្ញុំដូចជាទៅធ្វើជាកសិករដ៏អស្ចារ្យម្នាក់ថាដូចជាខ្ញុំនឹងបានធ្វើស្រែចម្ការបានផលល្អអស្ចារ្យណាស់លោកគ្រូហើយចង់រួចលោកយ៉ាងម៉េចបានផ្លាត់គ្នាធ្លាក់ពីលើគ្រែទេខ្ញុំយល់សពមិនឃើញធ្លាក់ពីលើគ្រែទេគឺថានាងដែលខ្ញុំស្រឡាញ់នោះមានការប្រចាំនឹងនាងម្នាក់ទៀតជាកូនអ្នកស្រែម្នាក់ទៀតថាដូចជាពេលនោះខ្ញុំឈរចិត្តដងស្ងួតមួយមានសុទ្ធតែចម្រងដៃស្រួចហើយថានាងទាំងពីរនឹងខឹងនឹងខ្ញុំកុហកនាងថាខ្ញុំនឹងបោកប្រាស់យ៉ាងមិនដឹងទេហើយស្រាប់តែនាងនឹងរុញខ្ញុំចុះឡើងរួចក៏ធ្លាក់ចូលក្នុងដងស្នេហានេះជាប់តែចម្រឹងដែកនឹងតែម្ដងទៅណាអញ្ចឹងថាបានស្រែកលឺមែនអ្នកគ្រូពេទ្យខ្ញុំស្រែកហើយធ្លាក់ពីលើក្រែមមិញមានអ្នកណាគេឃើញខ្ញុំទេអត់ទេមានតែខ្ញុំម្នាក់ទេដែលឃើញតន់ហើយតែខ្ញុំស្ទុះរត់មកបាទបើសិនគេទាំងឡាយនៅក្នុងពេទ្យនេះឃើញមិនដឹងជាខ្ញុំខ្មាស់ទេយ៉ាងណាទេអូណូលោកសិរិទ្ធណែលោកសិរិទ្ធហើយនឹងកូនកំមុំគាត់ជួយមកហើយលោកដៃលោកអ្នកគ្រូពេទ្យសុខដែរគ្រូពេទ្យចាសុំទោសសង្វាតមើលទៅធូរច្រើនទេចាលោកសង្វាតអាចដើរបានស្រួលតែសូមឲ្យទំពាក់នឹងកូនជួយចាត់នេះសិនចាបាទល្អខ្ញុំអាចដើរបានស្រួលទេកូឡាមិននិយាយលេងនឹងសង្វាតបន្តិចទៅណាប៉ះជុំនឹងគ្រូពេទ្យខាងក្នុងបន្តិចចាប៉ាកុលាបសមិនស្កប់បងទេការដកបងពីការជើងយ៉ាងទេបើជើងបាក់ខ្វាក់ភ្នែកក៏ដោយក៏អូននៅតែស្រឡាញ់បងជានិច្ចនេះក្រូចអូនទិញជូនបងហើយនេះឆ្នាំដល់ថ្មិញហើយនេះគឺសាញ់ពុះគោអូនល្អនឹងបងណាហើយល្អដូចបងយល់សពអញ្ចឹងយល់សពយ៉ាងម៉េចយល់សពឃើញអូនសារៈគេមកណែទូស្ដីបងសុបាយមិនបានធូរស្បើយខ្លាំងណាស់បងនេះជាការកលាបមកបាច់សម្រាប់បងអរគុណការកលាបនេះពណ៌សក៏អស់ដល់ហើយបងខ្ញុំនេះសូមក្តាប់ជម្រាបបងថាអូនកលាបក្រហមអូនធររបស់បងសង្វាតឯងណាគេព្រមរៀបការជាមួយខ្ញុំហើយបងសាធុបងជួយបងផងដែរឯរឿងបងសង្វាតឯងហើយនឹងរឿងបងសង្វាតឯងហើយនឹងរឿងដែលប្អូនកលាបស
លោកប៉ាថាឲ្យតែបងចេញពីមន្ទីរពេទ្យនឹងរៀបការឲ្យបងភ្លាមបងព្រួយណាបងណាតែបងត្រូវទៅច្បាំងទៀតលោកមេបញ្ជាការរបស់បងថាកាលណាលោកអនុសនីតូសង្វាតគាត់នឹងដំឡើងឋានន្តរស័ក្តិឲ្យសមនឹងសេចក្តីក្លាហាននិងសេចក្តីស្នេហាជាតិរបស់បងហើយគាត់ថាគាត់នឹងចូលរួមក្នុងពិធីរៀបការរបស់បងឲ្យបានឥតគិតដែរបងលោកប៉ាថាបងក្លាហានណាតែមានគេប្រាប់ថាបងចុះ